ជាអំឡុងពេលខ្ញុំអាយុ9ឆ្នាំពេលដែលខ្ញុំក្តៅខ្លួនហ្នឹងក៏ខ្ញុំចាប់ផ្ដើមឃើញតើមានហេតុការណ៍បែបណាទៅតែបងអាចសម្រាយបន្តិចបានទេពេលហ្នឹងក៏ខ្ញុំក្តៅខ្លួនខ្លាំងដល់តាគេហៅថាកាច់ដៃកាច់ជើងបាទខ្ញុំឃើញយាយហើយនឹងតាតែត្រូវជាពុកដៃខាងប៉ាខ្ញុំហ្នឹងនៅចុងជើងហើយកាន់ដៃគ្នាហើយថាមកចៅហើយចាប់ពីនោះមកក៏ខ្ញុំឃើញអីប្លែកៗហើយស្ដាប់ឮតែយើងមិនមែនស្ដាប់ឮដូចមនុស្សនិយាយមួយយើងផ្ទាល់ទេសឹបដឹងជាស្អីទៅជាស្អីហើយទៅណាតែងតែឃើញអញ្ចឹងជាពិសេសគឺតំបន់ដែលគេទុកចោលឬក៏ព្រៃភ្នំគឺខ្ញុំចាក់ស្ដែងគឺឃើញហ្មងអូខេបើសិនជាខ្ញុំខាថយក្រោយបន្តិចនៅពាក្យដែលថាម៉ោះចៅនៅពេលហ្នឹងតើបងយល់អត្ថន័យពាក្យថាម៉ោះចៅនឹងមានន័យថាម៉េចទៅបងបើសិនជាខ្ញុំទៅមួយគាត់គឺខ្ញុំទៅបាត់ហ្មងប៉ុន្តែពេលហ្នឹងខ្ញុំអត់ទៅទេខ្ញុំថាអត់ទេខ្ញុំអត់ទៅទេតែអារបៀបក្មេងឈឺក្តៅខ្លួនអញ្ចឹងយើងបើកភ្នែកព្រំហ្នឹងមិនខ្ញុំបើកស្រឡះទេខ្ញុំប្រកែកមួយគាត់អត់ទៅទេអញ្ចឹងម៉ាក់ប៉ាខ្ញុំក៏គាត់ដឹកទៅពេទ្យអត់តន់ដល់ពេទ្យទេបាត់ក្តៅខ្លួនហ្មងបាត់ប្រកាច់បាត់ក្តៅខ្លួនហ្មងគ្រាន់តែដល់របងពេទ្យបាទអញ្ចឹងក្នុងករណីនេះដែរនៅពេលដែលឈឺគឺព្យាបាលតាមវិទ្យាសាស្ត្រទាំងស្រុងឬក៏បែបណាពេលខ្លះតាមវិទ្យាសាស្ត្រពេលខ្លះយើងអុជធូបអុជអីចឹងណាអូចឹងបានន័យថាឪពុកម្ដាយរបស់បងជាអ្នកជឿដែរចាម៉ាក់ខ្ញុំគាត់ជាប់ហ្មងសើ5សัตว์គឺក៏អត់សម្លាប់ទេទាំងអស់អ្នកផ្ទះខ្ញុំបាទបងចាអញ្ចឹងក្នុងករណីនេះនៅពេលដែលបងក្តៅខ្លួនខ្លាំងមិនមានការចោទប្រកាន់ទៅលើរឿងអបិយជំនឿទេដែលគាត់ត្រូវទៅមើលគ្រូទៅមើលអីឬក៏មិនដែរបងដូចជាពេលហ្នឹងខ្ញុំនៅក្មេងដែរខ្ញុំអត់ចាំទេតែពេលដែលខ្ញុំជៀននេះគាត់ប្រាប់ដែរគាត់ថាដូចជាខុសខាងប៉ាគាត់អុជធូបទៅបាត់ហើយមិនមែនតែខ្ញុំណាបងស្រីខ្ញុំដែរប្រកាច់ដូចគ្នាតែបងស្រីខ្ញុំអត់ដែរឃើញអីទាំងអស់បងស្រីខ្ញុំអត់ងាយហ្មងបានន័យថារង្វាន់ធំត្រូវបានត្រូវបានបងជាអ្នកចាប់តើចាប់ពីអាយុ9ឆ្នាំតើមានហេតុការណ៍អ្វីពេលនោះនៅពេលដែលបងអាយុ9ឆ្នាំបងឃើញតាឃើញយាយពេលនោះបងអាចសម្គាល់បានហើយឬនៅថានោះគឺជាវិញ្ញាណមិនមែនជាមនុស្សពេលហ្នឹងអត់ចាប់អារម្មណ៍ទេមកគិតថាខ្លួនឯងសម័យយល់សពបាទភាគច្រើនគិតថាខ្លួនឯងយល់សពហ្មងតែបើថាខ្លាចគឺខ្លាចដល់ឥឡូវបាទឥឡូវក៏នៅតែខ្លាចដែរបើសិនជាអញ្ចឹងតើនៅក្នុងកលៈទេសៈណារាប់ពីអាយុ9ឆ្នាំទៅដែលបងស្គាល់ច្បាស់ចំណាំច្បាស់សម្គាល់ច្បាស់ថាខ្មោច2011បងច្បាស់ហ្មងអូខេរឿងហ្នឹងកើតលើខ្លួនឯងនេះគឺជាខ្សែរឿងនេះជាខ្សែរឿងស្នូនៅក្នុងកម្មវិធីថ្ងៃហ្នឹងដែរឬក៏បែបណាចារឿងទី1អូខេបាទបងប្អូនទាំងអស់គ្នាបញ្ជាក់មានបងប្អូនមួយចំនួនគាត់ថាអូខ្ញុំសួរច្រើនសួរកាត់វាគ្មិនអីចឹងណាមូលហេតុដោយសារតែជាការស្នើសុំរបស់វាគ្មិនដូចគ្នាព្រោះដោយបងប្អូនបានដឹងហើយថាពួកគាត់មិនមែនជាបុគ្គលសាធារណៈទេពេលខ្លះការនិយាយស្ដីរបស់គាត់មានការបាត់ព័ត៌មានមួយចំនួនដែលខ្ញុំថាការសួរដេញដោលដែលគាត់ស្នើសុំឲ្យខ្ញុំសួរពួកគាត់ថាចេះបើសិនជាបងឯងអត់សួរទេខ្ញុំអត់ដឹងនិយាយថាម៉េចទេអូខេខ្ញុំនឹងសួរដូច្នេះហើយសង្ឃឹមថាបងប្អូនមេត្តាយល់ក្នុងករណីនេះដែរត្រង់ចំណុចដែលខ្ញុំមិនយល់ខ្ញុំនឹងចោទសួរទៅបងដូចគ្នាចាបានព្រោះអីខ្ញុំខ្លាចខ្ញុំភ្លេចដែរវាយូរដែរអូខេបាទអត់មានបញ្ហាទេកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅដល់សាច់រឿងទី1របស់យើងចារឿងហ្នឹងនិយាយទៅថាយើងខូចចាស់ខ្ញុំស្រឡាញ់គ្នារហូតដល់2011ហ្នឹងក៏អ្នកផ្ទះចាប់ផ្ដើមពេញចិត្តហើយប៉ុន្តែវាឧបសគ្គត្រង់ថាខាងប្រុសគាត់ជួបឧបទ្ទវហេតុស្លាប់ចឹងណាថ្ងៃដែលគាត់ស្លាប់ហ្នឹងពួកយើងជិះម៉ូតូគាត់ដឹកខ្ញុំចេញពីរៀនព្រោះខ្ញុំរៀនយប់ហ៎បាទអញ្ចឹងដឹកដើរលេងជិះម៉ូតូអីអញ្ចឹងទៅនៅក្នុងទីក្រុងភ្នំពេញឬចានៅភ្នំពេញហ្នឹងហ្មងយើងអ្នកភ្នំពេញដូចគ្នាបាទជីដើរលេងនិយាយគ្នានិយាយអីចឹងទៅសន្យាអីចឹងណាគាត់ក៏ប្រាប់ខ្ញុំថាក្នុងកាត់ហេតុហ្នឹងគឺក្នុងឆ្នាំ2011ខែ6ហ្នឹងហ្មងតែចុងខែហើយដែលគាត់ស្លាប់ហ្នឹងបាទពេលចឹងគាត់ថាគាត់អត់ចង់ចប់ពាក្យអីញញ៉ៃច្រើនទេគាត់ព្រោះគាត់អត់មានម៉ាក់ប៉ាទេគាត់កូនបំព្រាតែគាត់ថាជីវភាពគាត់ធូរធារជាងខ្ញុំអញ្ចឹងណាបាទគាត់ថាឲ្យយាយទៅផ្ទះអញ្ចឹងទៅហើយយើងសម្រេចថាណាត់គ្នាការអញ្ចឹងទៅក្នុងយប់ហ្នឹងនិយាយអញ្ចឹងហើយក៏ស្រាប់តែគាត់ឲ្យខ្ញុំហ្នឹងស្បត់ព្រោះឯងធម្មតាក្មេងៗវាទៅយើងក្មេងហ្មងយើងអត់បាទគាត់មនុស្សគាត់គឺខែប្រច័ណ្ឌហួងហែងហ្មងគាត់គឺនិយាយថាស្រឡាញ់សឹងថាដូចនិយាយទៅគឺ
គាត់ស្រឡាញ់ខ្លាំងស្ទើលេបហ្មង ស្នេហ៍គេដំបង ចាដល់ពេលអញ្ចឹងទៅខ្ញុំក៏ស្បត់មួយគាត់តែពេលដែលជិះម៉ូតូហ្នឹងកញ្ចក់ម៉ូតូវាមូលឃើញតែខ្ញុំទេអត់ឃើញគាត់ទេ បងមើលទៅក្នុងកញ្ចក់ហ្នឹងអត់ឃើញអ្នកបើកទេឃើញខ្លួនឯង តែខ្ញុំអត់ពេលហ្នឹងយើងអត់ចាប់អារម្មណ៍ទេខ្ញុំអត់ចាប់អារម្មណ៍គាត់ក៏ជូនខ្ញុំដាក់ផ្ទះតែដល់ពេលជូនដាក់ផ្ទះហើយគាត់ក៏ខំមកខ្ញុំថាមិត្តភ័ក្ដិខានជួបគ្នាយូរហើយគាត់ហៅទៅផឹកអញ្ចឹងខ្ញុំថាអូខេទៅចុះពីមុនមនុស្សខ្ញុំគឺពិបាកហ្មងអត់បានទេខ្ញុំអត់ឲ្យទៅដាច់ខាតហ្មងតែខ្ញុំគិតថាទោះបីជាខ្ញុំខាត់គាត់ណាក៏គាត់ត្រូវតែមានរឿងអីមួយផ្សេងដែរយប់ហ្នឹងគឺខ្ញុំឲ្យគាត់ទៅយ៉ាងសម្រួលហ្មងអត់មាននិយាយអីអាក្រក់អីថាអីឲ្យគាត់ទេព្រោះដងគឺខ្ញុំថាតែអត់គឺអត់ហើយខ្ញុំនិយាយអញ្ចឹងហ្មងព្រោះខ្ញុំកាច យល់ចាដល់ពេលហើយម៉ោង 2:10 យប់ខ្ញុំអត់បានខលទៅគាត់ទៀតទេដូចជាគាត់ខលមកខ្ញុំមួយម៉ាត់បងស្រឡាញ់អូនអញ្ចឹងខ្ញុំក៏ឆ្លើយទៅវិញអូនស្រឡាញ់បងហើយពីរនាក់ខ្ញុំអត់ចេះនិយាយអូនបងទេព្រោះយើងរៀនមួយគ្នាមិត្តភក្តិគ្នាមកស្រឡាញ់គ្នាអញ្ចឹងវាពិបាកត្រង់អាពីអូនបងហ្នឹងណា យល់ ចាស្រាប់តែពេលម៉ោង 12 យប់ហ្នឹងបងស្រីខ្ញុំហ្នឹងណាគាត់លឺសលេងគាត់ស្រែកឲ្យជួយផងខ្ញុំអត់មានលឺអីទេឲ្យហេតុទៅបងស្រីខ្ញុំមក បានន័យថាសំឡេងរបស់ដៃគូរបស់បងស្រែកឲ្យបងស្រីបងលឺ ចាតែគាត់ពងនៅកន្លែងញ៉ាំអីហ្នឹងទេស្រាប់តែម៉ោងប្រហែលជា4គាត់ស្លាប់4ទៀតភ្លឺហើយខ្ញុំអត់ជឿទេគេទេមកប្រាប់អីក៏ខ្ញុំអត់ជឿដែរអត់ជឿទាំងអស់ ឧបទ្ទវហេតុនោះកើតបែបណាដែរបង គេវាយពីក្រោយព្រោះជំនាន់ហ្នឹងយើងមិនបាក់ស្មានទោះបីជាយើងល្អតែស្ទីលវាយគ្នាគេថាយើងអាក្រក់អីព្រោះដោយសារការហ្នឹងគាត់ឈប់រៀនអញ្ចឹងនៅរៀនតែខ្ញុំទេខ្ញុំរៀនត លបាក់អាយុប្រហែលប្រហែលដែរបង 20ស្ដើង យល់ ចាមានរឿងហ្នឹងក៏មិនមែនរឿងយើងទៀតគេវាយច្រឡំសារព័ត៌មានក៏ចោះដែរអញ្ចឹងខ្ញុំអត់បានដឹងរឿងអីរហូតដល់ម៉ោង 5 បានច្បាស់ហ្មងម៉ោង 5 ទៀតភ្លឺហ្នឹងខ្ញុំអត់ជឿទៀតខ្ញុំក៏ទេសួរអ្នកផ្ទះគាត់ឲ្យគាត់ទៅមើលអញ្ចឹងណាទៅមើលអត់ឃើញមិត្តភ័ក្ដិខ្ញុំម្នាក់ទៀតខំមកប្រាប់ថាខូចហើយនៅកាឡាម៉ែតពេលដែលខ្ញុំទៅដល់ហ្នឹងនិយាយទៅខ្ញុំអស់ហលីងហ្មងព្រោះខ្ញុំតស៊ូស្រឡាញ់គ្នារហូតដល់បានជោគជ័យណានិយាយគម្រោងឲ្យអស់ហើយខ្ញុំអស់ហលីងមនុស្សនៅលើហ្វ្រង់កានៅអាកន្លែងតង្កោសពហើយបាទ ឈាមហូរឡើងស្រោចពេញហ្នឹងតែភ្នែកគាត់បិទអត់ចិត្តទេភ្នែកឆ្វេងបិទអត់ចិត្តហ្មងទោះបីខ្ញុំខ្ញុំនិយាយមិនក៏ដោយបិទអត់ចិត្តទាំងអស់ខ្ញុំថើបខ្ញុំនិយាយមិនក៏អត់ចិត្តដែរប ិទមកជាហ៊ានបើកមក ចានៅតែបើកចឹងរហូតដល់ខ្ញុំថានិយាយពាក្យអាក្រក់ស្ដាប់តិចណាបងណាអសរោតិចបើអត់បិទទេអញទុកនៅហ្នឹងហើយអញទៅផ្ទះចោលហើយបិទចិត្តហើយបានយើងហៅអាចារ្យហៅអីទៅដាក់ឡានពេទ្យមកផ្ទះប៉ុន្តែពេលដែលនិយាយហ្នឹងគឺដៃអាវខ្ញុំដៃវែងណាប្រឡាក់ឈាមគាត់ឡើងហេដល់នេះដល់កែងដៃនេះអញ្ចឹងខ្ញុំអត់ប្រាប់អ្នកទេហេខ្ញុំលាក់អាវហ្នឹងខ្ញុំទុកជាប់ខ្លួនខ្ញុំរហូតហ្មងយល់ហើយ ចាហើយប៉ុណ្ណឹងមកគឺយល់ផង ចាព្រោះអីយើងតស៊ូច្រើនដែរ បាទយល់ ចាដល់ពេលចិត្តដល់ថ្ងៃបូជាគាត់ចូលព្រោះអីគាត់ស្លាប់ចំថ្ងៃគេអត់បូជាទេបាទថ្ងៃរឹង ចាដូចជាទុកបាន3ថ្ងៃ4ថ្ងៃដែរដល់ពេលអញ្ចឹងទៅម៉ាក់ក្មេកបងស្រីខ្ញុំគាត់ថាអញ្ចឹងដូចអត់ស្រួលទេប្រហែលជាគាត់មើលដឹងណាបងគាត់ឲ្យខ្ញុំទៅស្រោចទឹកវត្តទឹកថ្លាយើងហ្នឹងបាទថាដែលលោកស្រោចឲ្យហ្នឹងលោកហាមអត់ឲ្យខ្ញុំយកមកពាក់វិញទេបោះចោលស្រោចភ្លាមដូរភ្លាមបោះចោលនៅវត្តហ្នឹងមកអញ្ចឹងអត់តន់អីណាបងគ្រាន់តែរៀងព្រឺខ្នងបន្តិចព្រឺឆ្អឹងខ្នងឯងពេលដែលស្រោចទឹកហ្នឹងពេលដែលខ្ញុំមកផ្ទះនេះខ្ញុំត្រូវផ្លាកអាវដើម្បីទៅរោងប៉ុនវិញយល់ ព្រោះស្អែកឡើងយើងបូជាបងអើយមកស្រស់ហ្មងខាងក្រោយខ្នងហ្នឹងហ្មងលិចជារូបរាងមករបៀបដៃកាន់នៅស្មាយើងខ្ញុំអត់ចាំយូរទេវាស្រស់ពេកកសែងរត់ចុះទៅក្រោមផ្លាកអាវសិនចាំគិតទៀតហើយអត់ប្រាប់អ្នកផ្ទះទៀតអត់និយាយអីទាំងអស់ព្រោះខ្ញុំខ្លាចអ្នកផ្ទះខ្លាចព្រោះដោយសារគាត់ចេញចូលផ្ទះខ្ញុំដែរ យល់បានន័យថានៅពេលហ្នឹងបងកំពុងតែមុជទឹក ផ្លាកអាវហើយ ផ្លាកអាវហើយកំពុងតែផ្លាកអាវហ្នឹងគឺមានដៃពីរមកកាន់ស្មាបង ចាកាន់ហើយ
ធម្មតាបើយើងនិយាយប្រាប់គេអត់សូវយល់គេថាឃើញមិនអីមិនចឹងយើងពិបាកតែខាងក្រោយខ្នងហ្នឹងគឺលេចជារូបរាងឲ្យយើងឃើញហ្មងទាំងមុខទាំងអីទាំងអស់អត់បានឃើញមុខទេតែចេញជារូបរាងហ្មងខោអាវដឹងថាខោអាវដែលស្លាប់ហ្នឹងហ្មងបាទរបៀបថាអោបពីក្រោយលុកដៃមកអោបយើងចឹងនិយាយថាកុំខូចចិត្តអីចឹងលួងលោមចឹងណាបងខ្ញុំអត់ចាំយូរតាំងកសែងខ្ញុំចុះទៅក្រោមផ្លាកអាវបន្ទប់បងខ្ញុំវិញបាទចឹងរំលងរហូតអត់តន់អីដល់7ថ្ងៃធម្មតា7ថ្ងៃយើងមានសុទ្ធមុនពីល្ងាចហើយស្អែកឡើងមកផឹកទៀតបាទពេលមកផឹកនោះយើងអស់កម្លាំងយើងធ្វើអីហើយអស់ហើយអស់កម្លាំងខ្ញុំក៏គេងលើខែនៅផ្ទះគាត់ហ្នឹងណាព្រោះខ្ញុំចេញចូលផ្ទះគាត់ស្រីអត់តប៉ាម៉ាក់ខ្ញុំទេបាទចាឃើញមនុស្សបន្ទោចជង្គង់អង្គុយចង់ជើងយើងហ្នឹងហ្មងយំតែអត់ដឹងរៀបរាប់វាថាយើងស្ដាប់អត់យល់ថាគាត់និយាយពីអីគាត់គ្រាន់តែប្រាប់យើងថាគេដាក់ពីក្រោយគាត់មកហ្មងពីវាយក្បាលគាត់បាទចាគាត់ប្រាប់តែប៉ុណ្្នឹងហើយយំតែស្រាក់ដល់ពេលខ្ញុំបើកភ្នែកឲ្យអស់ទៅឃើញមនុស្សអីទេអត់ហើយខ្ញុំអាលវាថានឹករលឹកចឹងខ្ញុំអាសាទៅលេងផ្ទះគាត់គេអញ្ចឹងណាបងចិនការចេញធ្វើការទៅគេងអញ្ចឹងគេងមើលខាងលើអញ្ចឹងឃើញអង្គុយបន្ទោចជង្គង់មុខលើក្បាលយើងនឹងហ្មងក៏មានដែរក្នុងបន្ទប់ទឹកក៏មានឃើញរហូតទៅណាឃើញហ្នឹងតែបើជិះម៉ូតូវិញម៉ូតូជិះតែឯងតែដូចជិះម៉ូតូ2នាក់ចឹងបើខ្ញុំជិះផ្លូវស្ងាត់វិញគឺព្រឺឆ្អឹងខ្នងហ្មងអាចថាមកពីខ្ញុំទុកអាវដែលមានឈាមគាត់ណាគាត់នៅតែតាមចឹងណាតាមខ្ញុំរហូតខ្ញុំទៅណាខ្ញុំឃើញហ្នឹងជួនកាលឃើញរូបរាងស្រស់អឺតមកផ្លែតក៏មានដែរអាកអាវដែលគាត់ស្លាប់ហ្នឹងឃើញរហូតឃើញបើក្នុងយល់សពវិញគឺអត់ដែរឲ្យខ្ញុំយល់សពល្អទេជីមួយគ្នាអញ្ចឹងចូលកុងតឺន័រជីទុកមួយគ្នាអញ្ចឹងតម្លាក់ចូលទឹកហើយសួរយើងទៅនៅអត់ទៅនៅមួយអត់សួរខ្ញុំអញ្ចឹងខ្ញុំថាអត់ទេម៉ាក់ប៉ានៅចងងទៅណានៅមើលថែម៉ាក់ប៉ាអត់ទៅទេអញ្ចឹងខ្ញុំកាត់មកកន្លែងហូប7ថ្ងៃនឹងបន្តិចបងជន់រូបក៏ទៅបញ្ជន់រូបណាបាទព្រោះអីខ្ញុំអត់ដឹងថាឥឡូវហ្នឹងគេនៅជឿរឿងហ្នឹងទៀតឬក៏អត់ទេណាបាទប៉ុន្តែពេលហ្នឹងគាត់ស្លាប់បានដូចជាអត់ដល់កន្លះខែទេបងប្អូនគាត់ក៏នាំគ្នាទៅបញ្ជន់រូបបនដែលធ្វើទាំងម៉ានអត់បានដល់គាត់ទេដោយសារអីគាត់ថ្មតៃហោងអញ្ចឹងត្រូវធ្វើម្ដងទៀតទៅចត់ព្រលឹងគាត់ពីកន្លែងដែលគាត់ស្លាប់ហ្នឹងយកមកតេះហើយមិនធ្វើបនម្ដងទៀតទៅសែនមិនអញ្ចឹងណាខ្ញុំអត់សូវចាំដែរព្រោះវាយូរដែរអញ្ចឹងណាបងបាទតែពេលបញ្ចន់រូបហ្នឹងសំលេងគាត់រូបរាងគាត់ទាំងអស់ដូចទាំងអស់គាត់សួរមុនគេក៏សួររពូគាត់សួរអស់ហើយបានសួររខ្ញុំដល់វគ្គខ្ញុំម្ដងឲ្យបងសុំទោសជាតិហ្នឹងយើងអត់បានជួបគ្នាតែបងផ្សងជួបអូនឯងគ្រប់ជាតិហ្នឹងគាត់ណាតែសម្រាប់ខ្ញុំក្នុងចិត្តខ្ញុំគិតហើយស្រេចអត់ទេខ្ញុំអត់ជួបទៀតទេព្រោះវាឈឺចាប់ណាវាពិបាកផ្លេចវាពិបាកបំភ្លេចហ្មងអញ្ចឹងខ្ញុំថាមិនបាច់ទេក្នុងចិត្តខ្ញុំណាតែខ្ញុំអត់និយាយទេអាពេលហ្នឹងខ្ញុំគ្រាន់តែថាបាច់ជួបគ្នាទៀតទេបើយើងជួបគ្នាហើយអត់ដល់ចុងដើមអញ្ចឹងអត់ទេខ្ញុំអត់ជួបទេខ្ញុំសុំជួបតែត្រឹមជាតិនឹងបានហើយនៅអត់តន់អីទៀតចឹងណាបងដល់ពេលចឹងរៀងយូរដែរខ្ញុំក៏រៀងដាច់ខ្សែរយៈពីគាត់ចឹងតែបើថាបនទៀនអីខ្ញុំអត់ដែរភ្លេចខ្ញុំហៅអត់ទិសរហូតដល់តែពេលចូលដល់ឆ្នាំខ្ទង់2017 2018និយាយទៅគាត់នៅតាមខ្ញុំរហូតចឹងណាបងប៉ុន្តែមិនមែនថាលក្ខណៈតាមចេញជារូបរាងអីយើងខ្លាចទេគាត់អត់មានធ្វើអីឲ្យខ្ញុំខ្លាចទេគាត់របៀបថាពេលណាដែលយើងទៅណាម្នាក់ឯងចឹងឲ្យហេតុយើងដឹងថាកុំទៅផ្លូវហ្នឹងចឹងយើងជិះទៅវិញបាទឬក៏មានរឿងអីចឹងឲ្យយើងជៀលលឿនឬក៏មិនអីចឹងណាប្រាប់យើងដូចការពារអញ្ចឹងចាគ្រាន់ថាគាត់រៀងការពារយើងបន្តិចកន្លែងហ្នឹងអញ្ចឹងណាមិត្តភក្តិខ្ញុំទេមកថាវាមកបញ្យល់សពអាមួយទៀតប្រាប់អញ្ចឹងណាថាបើចង់ធ្វើបុណ្យឲ្យវាពួកម៉ាក់ឲ្យបាំងស្គរជាមួយលោកបណ្ដល់វាក៏ប្រាប់អញ្ចឹងខ្ញុំថាឯងប្រាប់គ្នាឯងទៅបើសម្រាប់ខ្ញុំដឹងហើយរឿងអត់ទិសរឿងអីខ្ញុំចេះអស់ហើយខ្ញុំនិយាយអញ្ចឹងណា
ធ្វើបន់មួយម៉ែឪទៅឲ្យក៏ដល់ដែរខ្ញុំប្រាប់អញ្ចឹងណាតនអីទេដល់តាពេលដូចជាកាលហ្នឹងខ្ញុំនៅផ្ទះវិញស្រេងខ្ញុំអង្គុយលាងចានស្រស់ហ្មងអឺតមើលយើងអញ្ចឹងហើយលុបទៅវិញបាត់តែអត់មានលក្ខណៈចេញមកជាឈាមអីដូចអាការគាត់ស្លាប់ទេណាអត់ទេគឺស្អាតបាតហ្មងបាទដល់តែយូរទៅខ្ញុំចាប់ផ្ដើមលែងខ្លាចហើយខ្ញុំចាប់ផ្ដើមរៀងថាប្អូនគាត់ប្រាប់ដែរថាហាមដាច់ខាតឲ្យទុករបស់គាត់ទេបើទុកគាត់អត់ទៅចាប់ជាតិទេស្ងប់តែបងប្អូនគេក៏ទៅបញ្ចន់រូបគេថាទៅចាប់ជាតិបាត់ហើយតែខ្ញុំអត់ដឹងទេណារហូតដល់ឆ្នាំ2022បាទខ្ញុំសម្រេចចិត្តបោះចោលអាងអូចុងទុំថ្មីនេះដែរចាតែបើនិយាយទៅមិនចោលបានប្រហែលឆ្នាំនេះទេបាទតែនៅតែឃើញនៅតែដឹងនៅតែលឺមកឲ្យយើងឃើញអញ្ចឹងនៅផ្ទះនៅអីចឹងនៅតែឃើញអញ្ចឹងណាបងមកដល់បច្ចុប្បន្ននេះហ្នឹងបាត់ហ្មងដល់ពេលយូរទៅដល់ឆ្នាំ2024នេះអាហ្នឹងសាច់រឿងពិតហ្មងខ្ញុំមុនស្គាល់គ្រូសាខ្ញុំក្រោយហ្នឹង3ថ្ងៃដូចរបៀបថាពីមុនមកគាត់នៅតាមហ្នឹងដោយសារចេះយើងអត់មានក្តីសុខជួបអ្នកណាក៏វាថាយើងអត់មានក្តីសុខផ្លូវចិត្តហ្មងគឺជួបវាអត់សមប្រកបទេហ្មងអត់សមប្រកបសឹងទាំងអស់អញ្ចឹងគាត់នៅតាមតែគាត់បញ្យល់សពថារបៀបថាបើនៅឋានហ្នឹងវាគ្មានក្តីសុខទេមកនៅមួយបងមកគាត់ព្យាយាមមកយកយើងទៅតែអាចថាមកពីខ្ញុំអត់សូវចេះខ្លាចដែរខ្ញុំពីនៅពេលនៅរស់ក៏ខ្ញុំអត់ខ្លាចដែរយូចឹងពេលស្លាប់ទៅខ្ញុំអត់សូវខ្លាចដែរដល់តែឆ្នាំ2024នេះក្នុងខែ7ខ្ញុំមុនស្គាល់គ្រូសាខ្ញុំហ្នឹងគាត់មកបញ្យល់សពម្ដងទៀតថាជិះម៉ូតូដើរលេងមួយគ្នាអីអញ្ចឹងទៅស្រាប់តែគាត់ឡើងទៅលើស្ពានមួយគាត់និយាយអញ្ចឹងប៉ុនដែលខ្ញុំបានធ្វើឧទ្ទិសឲ្យគាត់ទាំងប្រមាណណាគាត់ទទួលបានទាំងអស់ហ្មងហើយអូនឯងជួបមនុស្សល្អហើយបងលីអូនឯងបាត់តាំងពីនោះមកហូតដល់ឥឡូវហើយខ្ញុំអត់នឹកស្មានតែខ្ញុំស្គាល់គ្រូសាខ្ញុំក្រោយទេបងអត់នឹកស្មានហ្មងសឹងតែលក្ខណៈចរិតលក្ខណៈហ្មង 80% គឺគាត់ដូចអ្នកមុនដូចគ្នាដូចបេះដាក់ហ្មងរហូតដល់ឥឡូវនេះគឺខ្ញុំអត់ដែរឃើញគាត់ទេសំបីយល់សពថារឿងផ្សេងយើងអាចជួបចឹងណាបងតែបើសម្រាប់គាត់ខ្ញុំគិតថាបនដែលខ្ញុំបានធ្វើអ្វីដែលខ្ញុំបានលះទៅអស់ហ្នឹងគាត់ទទួលអស់ហើយអញ្ចឹងគាត់អស់ការពារមួយខ្ញុំអញ្ចឹងណាបាទវាថាគាត់សុខចិត្តប្រឡែងខ្ញុំហើយគាត់លែងតាមការពារខ្ញុំទៀតហើយតែបើសិនជាខ្ញុំអត់មានក្តីសុខទេគាត់អាចនឹងថ្ងៃណាមួយយកបាទយកយើងទៅតែរឿងនេះខ្ញុំជិះយាមប្រាប់អ្នកផ្ទះតែមានអ្នកណាស្ដាប់ខ្ញុំអត់ជឿខ្ញុំទេយល់ចាសាច់រឿងទី1នេះចាប់ត្រឹមប៉ុណ្នេះទៅចាយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងទី1នេះក៏ពិតតែសាច់រឿងរបស់បងនេះវាពិសេសត្រង់ថាសាច់រឿងមួយនេះស្ថិតនៅក្នុងលំនាំស្នេហាដែលបាត់មកខាងចាពាក្យច្រើនគឺស្ថិតនៅក្នុងលំនាំបែបហ្នឹងទាស់ត្រង់ថាថ្ងៃនេះមានអ្នកបកស្រាយពីរឿងមួយហ្នឹងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺក៏ពិតទៅគាត់តាមបុគ្គលម្នាក់ទៀតតាមបងអានេះជាមតិរបស់ខ្ញុំណាបងប្អូនយល់បែបណាបងប្អូនអាច comment ក្រោមវីដេអូអាចមិនមែនដោយសារតែកៅអៅទេដោយសារតែចំណងចិត្តស្រឡាញ់រហូតដល់គាត់ឲ្យស្បត់ឲ្យអីចឹងណាចា៎ដែលករណីមួយដែលថាស្រឡាញ់ស្ទើរលេបស្នេហាក្មេងខ្ចីស្នេហាលើកដំបូងណាអញ្ចឹងអាចិត្តដែលដកនឹងនៅពេលដែលគាត់វិនាទីចុងក្រោយគាត់នៅតែគិតថាសង្សារអញនៅចាំអញអញ្ចឹងហើយទៅបានវាមានការដិតដាមបូករួមជាមួយនឹងអាយដែលប្រឡាក់ឈាមដែលបងរក្សាទុកនឹងផងដែរចា៎វាអស្ចារ្យសាច់រឿងដោយសារតែការស្រឡាញ់ដោយសារតែហួងហែងក៏ប៉ុន្តែករណីមួយនេះមិនមែនសម្រាប់តែស្នេហាទេសម្រាប់មនុស្សដែលស្រឡាញ់របស់ណាមួយអញ្ចឹងឯងដែលបងប្អូនចាប់អារម្មណ៍ថាមិនក៏មនុស្សតាមរបស់អញ្ចឹងឧបមាបងប្អូនទិញកៅអីមកទឹកមកតាមកៅអីហ្នឹងហ្មងព្រោះថាស្រឡាញ់មុននឹងចែកឋាននឹងស្រឡាញ់តែចិត្តស្រឡាញ់ហ្នឹងឯងដែលធ្វើឲ្យគាត់ជាប់នៅត្រង់ចំណុចនេះតែខ្ញុំចង់រំលឹកនៅចំណុចមួយដែលវាពិសេសមែនតើវាពិសេសវិសាលត្រង់ថាបងប្រាប់ថាបងប្រុសនៅក្នុងសុបិននៅលើស្ពានមួយហ្នឹងគាត់បានប្រាប់បងថាបុណ្យទាំងអំបាលម៉ានដែលបងបានសាងគាត់ទទួលបានបរិបូរណ៍ណាស់ចា៎
តើបងបានធ្វើអ្វីខ្លះបងអាចរៀបរាប់បានទេបន្ថែមពីលើនេះទៀតតើទឹកចិត្តរបស់បងវិធីសាស្ត្រដែលបងធ្វើក្នុងការបញ្ជូនបុណ្យតើបងធ្វើបែបណាជាមួយព្រះសង្ឃនិយាយទៅពីមុនខ្ញុំមានពេលវេលាច្រើនអញ្ចឹងមិនថាខ្ញុំទៅណាឲ្យតែខ្ញុំបានធ្វើបុណ្យឬធ្វើទានគឺខ្ញុំតែឧទ្ទិសខ្ញុំសូត្រធម៌មុនហើយបានខ្ញុំឧទ្ទិសហៅតាមក្រោយហើយខ្ញុំស្ដាប់តន់បងនិយាយរឿងមិនថាជូនបុណ្យតអ្នកស្លាប់ទេមនុស្សក៏ខ្ញុំជូនបុណ្យដែរបាទប្រែតគ្រុឌអសូរកាយគឺខ្ញុំជូនទាំងអស់ហើយពាក្យច្រើនខ្ញុំធ្វើបុណ្យជាមួយនឹងម៉ាក់ប៉ាហើយនឹងអ្នកមានសិលបាទហើយឲ្យតែធ្វើគឺខ្ញុំឧទ្ទិសឲ្យគាត់ជានិច្ចហៅគាត់ជានិច្ចមកសំបីតែឥឡូវខ្ញុំថាកុំឲ្យអភ័ព្វទៀតកុំឲ្យជាតិហ្នឹងកើតមកប្រត់ប្រាស់ប៉ាម៉ាក់ហើយស្លាប់ខ្លួនទាំងវ័យក្មេងទៀតខ្ញុំតែងតែជូនបុណ្យចឹងហើយខ្ញុំហាមពេលនៅរស់ហ៎បងខ្ញុំហាមគាត់ចូលចិត្តអុចយោយើងនឹងហើយអុចលើសម្ោចតកើលេងមុខខ្ញុំហ្មងខ្ញុំថាម៉ាក់ប៉ាយាយតាខ្ញុំអត់ដែរឲ្យធ្វើអញ្ចឹងទេយល់ខ្ញុំរងថ្ងៃសូម្បីតែមុំមួយខ្ញុំហ៊ានវាយហ្នឹងសុខចិត្តផ្លុំពេលខ្ញុំថាកុំអញ្ចឹងជាតិហ្នឹងយើងបែកបាក់អញ្ចឹងក៏ដោយសារយើងធ្វើអញ្ចឹងដែរខ្ញុំមិនដឹងថាចិត្តមុខទេគាត់ធ្វើអញ្ចឹងទេឬក៏អត់ទេតែខ្ញុំអាសាដាស់តឿនណាសូម្បីតែពេលឧទ្ទិសបុណ្យហ្នឹងក៏ខ្ញុំនិយាយដែរហើយភាគច្រើនបុណ្យដែលខ្ញុំធ្វើឲ្យគាត់គឺជាមួយព្រះសង្ឃបានដល់គាត់ខ្លាំងព្រោះគាត់តៃហោងហ៎បងបាទចាមានតែព្រះសង្ឃឯងបានដល់គាត់ខ្លាំងព្រោះពេលដែលយើងធ្វើបុណ្យហើយយើងទៅបញ្ជាន់រូបហ្នឹងគឺគាត់ថាអត់ដល់ទាំងអស់ខ្ញុំចង់ថាចែកថ្ងៃហ្នឹងគឺញ៉ៃខ្ញុំដឹងហ្មងឲ្យហេតុខ្ញុំដឹងថាអារម្មណ៍ថាបុណ្យហ្នឹងអត់ដល់ព្រោះអាចារ្យល្ងាមល្ងើពេលហ្នឹងញ៉ៃហ៎បងដោយសារបងប្អូនគាត់នៅក្មេងៗបាទហើយអត់មានប៉ាម៉ាក់ទៀតអញ្ចឹងពេលហ្នឹងវល់ទាំងអស់គ្នាហ្មងដឹងតែអ្នកផ្ទះខ្ញុំទេដូចខ្ញុំខ្ញុំចេះធေါ်តាំងពីក្មេងមកតាខ្ញុំបរៀនអញ្ចឹងណាតាខ្ញុំបរៀនផងយាយខ្ញុំបរៀនផងម៉ាក់បរៀនផងយើងចេះមើលពធមើលអីចឹងស្ដាប់ធម៌ទេសនាអីចេះអីចឹងណាបងបាទអញ្ចឹងយើងដឹងទៅនាងត្រឡប់ធ្វើបុណ្យថាយ៉ាងម៉េចមិនដល់យ៉ាងម៉េចមិនដល់អីយើងដឹងបាទសូត្រមិនអីចឹងពេលដែលដាក់បាតលោកអីយើងត្រូវសូត្រមិនអីចឹងណាបងអាចប្រហែលបានទេភាគច្រើនខ្ញុំសូត្រអ៊ីទាំងវោញាតិណាំងហោនតុសុគតាហោនតុញាតិបងជួយនិយាយលឺតិចបានទេបងភាគច្រើនខ្ញុំនិយាយណាអ៊ីទាំងវោញាតិណាំងហោនតុសុគតាហោនតុញាតិយោសូមបុណ្យដែលខ្ញុំបានធ្វើនេះដល់ប្រែតមនុស្សជីដូនជីតាកងម៉ាយាយតាទាំងអស់គ្នាហើយពេលដែលខ្ញុំមកពីបុណ្យអីចឹងទេវតាជំនាញផ្ទះទេវតាម្ចាស់ទឹកម្ចាស់ដីគឺខ្ញុំជូនបុណ្យរងខ្ញុំជូនបុណ្យហ្មងបាទគឺខ្ញុំត្រូវតែជូនបុណ្យគេខ្ញុំត្រូវតែគោរពគេដាច់ខាតបាទចាមុនមកក៏ខ្ញុំសុំគាត់ដែរបងអាចប្រហែលកន្លែងនឹងជូនប្រិមិត្តបានព្រោះអីមុនខ្ញុំមកហ្នឹងគឺខ្ញុំដុតមួយគាត់ខករហូតខកខ្លាំងមែនតើរហូតដល់ខ្ញុំសម្រេចចិត្តថាអូខ្ញុំដល់អុចធូបអីមិនទៅខ្ញុំអុចធូបមែនព្រលឹមឡើងខ្ញុំងប់អុចធូបមុនគេហ្មងខ្ញុំនឹកឃើញមុនគេខ្ញុំថាសូមឲ្យថ្ងៃហ្នឹងបានសម្រេចកូនចៅឡើងpodcast និយាយរឿងពិតទេកូនចៅមាននិយាយរឿងបណ្ឌិតទេមកបានមែនសម្រេចមែនខ្ញុំជឿរឿងបនបាបការបែកបាក់ការសម្លាប់គេបែកបាក់គេនោះខ្ញុំជឿខ្លាំងហ្មងអារឿងដូចថាយើងទៅបែកគូស្នេហ៍គេអញ្ចឹងណាអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ឯងដូចគ្រូសាំងមួយអត់ពេញចិត្តកូនហ្នឹងឯងតែយើងទៅចូលរួមបែកស្មើនឹងយើងដូចដាក់បាបឲ្យខ្លួនឯងអញ្ចឹងយល់ចាអារឿងសម្លាប់សត្វពីរក៏អញ្ចឹងដែរខ្ញុំជឿខ្លាំងហ្មងខ្ញុំនិយាយមករឿងបុណ្យបាបហ្នឹងគឺខ្ញុំជឿមែនតើឲ្យអមនុស្សអ្នកណាមិនជឿតែខ្ញុំជឿហើយបុណ្យជាមួយម៉ែឪមួយទៀតព្រោះខ្ញុំអត់ដែរភ្លេចប៉ាម៉ាក់ខ្ញុំទេធ្វើអីក៏ខ្ញុំអត់ដែរភ្លេចដែរបាទមុនតនេអញ្ចឹងខ្ញុំតែងថ្វាយអង្គមគាត់ដែរខ្ញុំអត់ដែរអៀនទេអត់ខ្មាស់ឲ្យមុខណាគេក៏ដោយបាទតែថ្វាយអង្គមក៏ខ្ញុំថ្វាយអង្គមដែរនេះគឺជាការប្រតិបត្តិយ៉ាងល្អដែលសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចត្រង់ត្រាប់បានព្រោះដោយសារតែភាគច្រើនតែយើងធំឡើងយើងចេះតែអៀនខ្លួនអត់ហ៊ានទេបាទអ្វីដែលពិសេសមួយទៀតដែលគាត់បានមានប្រសាសន៍ត្រង់ចំណុចទី1ការបំបីបំបាក់ឬក៏និយាយឲ្យស្ដាប់ទៅបងប្អូនទាំងអស់គ្នាត្រូវចាំថាជាគៀងផ្ទះណាភ្លឺផ្ទះហ្នឹងសូមមេត្តាកុំចេះដឹងរឿងគេកុំមានមតិលើរឿងគេចាបាទតែមានមតិលើរឿងគេនាំបាបដាក់ខ្លួនហើយចឹងហ៎បងមែនហ្មងមែនកុំបាច់និយាយរួមទៅជឿខ្ញុំមិនបាច់ដោះស្រាយទេរឿងគេទេបេះដូងគេយើងកុំលុកដៃចូលសោះ
អូខេនេះត្រឹមតែជាសាច់រឿងទី1តែប៉ុណ្ណោះតោះយើងដាញ់ឡើង2011បានកើតហេតុហើយ ចា យើងណាស់ដល់មួយកម្រិតទៀត ចាអញ្ចឹងឡើងដល់សាច់រឿងទៅពោធិ៍សាត់រឿងហ្នឹងគឺទៅពោធិ៍សាត់ហ្នឹងថយក្រោយវិញហើយចូលដល់2000ស្ដើងវិញហើយខ្ញុំអត់ចាំឆ្នាំទេតែដឹងតែចន្លោះ2000ស្ដើងទេពេលហ្នឹងគឺទៅពីឡានដោយសារម៉ាក់គាត់ធ្វើការអញ្ចឹងចេញពេលយប់វិញហើយអ្នកផ្ទះខ្ញុំគឺមិនដែលមានទំនៀមទម្លាប់តាណាពេលយប់ទេហ្មងអត់ដែរហ្មងតែគាត់ថាខ្ញុំនិយាយតែប៉ុណ្្នឹងឯណាតែទៅដល់សាច់រឿងនៅមួយទៀតខ្ញុំសុំលែកតិចខ្លាចព្រោះអីបើខ្ញុំប្រាប់ទៅ 100% គឺគេឃើញនឹងដឹងហ្មងបាទហ្នឹងទីតាំងហ្នឹងខ្ញុំខ្លាចប៉ះពាល់ខាងគ្រួសារគេដែរពេលដែលខ្ញុំធ្វើដំណើរហ្នឹងអត់អីទេអ្នកតាមឡានគឺអត់អីដល់ម៉ោង 2:10 យប់គឺយើងដល់កកបាទក្រកហ្នឹងគឺកាលហ្នឹងខ្ញុំទៅហ្នឹងគឺអត់ទាន់មានផ្លូវស្អាតដូចឥឡូវទេអត់មានប្រវត្តិក្រុងអត់មានអីទេផ្លូវនៅហុយហ្មងអត់មាននឹងភ្លើងផងចាអត់មាននៅល្ងឹតហ្មងតែពេលហើយចំរដូវភ្ជុំទៀតក្នុងឡានពីរឡានហ្នឹងគឺឃើញខុសគ្នាទាំងអស់តែខ្ញុំអត់បានឃើញអីទេខ្ញុំអត់បានឃើញអីទាំងអស់បងស្រីខ្ញុំឃើញតាចាស់ភ្នែកលៀនជើងវែងដាក់តលមួយសុំលុយកដាផ្លូវទាំងដែលផ្លូវក្រកហ្នឹងគឺព្រៃហ្មងបាទព្រៃសុតសាតតបមកទៀតខ្ញុំក៏ដូរខាងអង្គុយមួយបងចដូនមួយខ្ញុំដូរពុបគេឃើញបដ ாய் មនុស្សស្រីប្រុស2នាក់ដាក់អោនឈ្ងុកមុខអញ្ចឹងកាន់ដៃគ្នាខ្ញុំសួរតែចេះផ្លូវព្រៃមនុស្សណាដើរកដាខ្នល់អញ្ចឹងនឹងអត់អីទៀតក៏ទៅដល់ស្រុកកណ្ដាលខ្ញុំឆៃដនទៅដល់ហ្នឹងពួកដោយសារពួកខ្ញុំចាញ់យូរហើយតាំងពី94 95 3 4ឆ្នាំអញ្ចឹងណាបងបាទបងកើតនៅពោធិ៍សាត់ខ្ញុំកើតនៅភ្នំពេញតែម៉ាក់ប៉ាគាត់រកស៊ីនៅពោធិ៍សាត់អញ្ចឹងយើងទៅនៅពោធិ៍សាត់បាទដល់ពេលអញ្ចឹងទៅផ្ទះខ្លួនឯងមានអត់គេងទេព្រោះអត់មានកង្ហារអត់មានទឹកក្មេងៗក៏ទៅគេងផ្ទះហ្នឹងតាមពិតគេមិនត្រូវធ្វើជាផ្ទះសំណាក់ទេហ្មងតែដោយសារមានរឿងទី1បងស្រីហ្នឹងគាត់ខ្វះដូចជា8ថ្ងៃត្រូវការបងស្រីហ្នឹងគាត់ស្រីស្អាតប្រចាំខេត្តខ្ញុំហ្មងស្អាតខ្លាំងហ្មងហើយកូនអ្នកមានទៀតចំណងខ្ញុំនៅទូចខ្ញុំចាំដែរតែខ្ញុំចេញបាត់ក៏រឿងនឹងកើតឡើងក្នុងឆ្នាំ1997តែពួកខ្ញុំទៅ2000ស្ដើងណាចូល7-8ឆ្នាំដែរហើយស្រាប់តែជំនាន់ម៉ាក់ខ្ញុំនិយាយតាមម៉ាក់ខ្ញុំគាត់ប្រាប់ទេណាគាត់ថានៅមានពលពតប្លន់ឆ្នាំហ្នឹងតែប្លន់ខុសបាញ់ត្រូវឡានគាត់ស្លាប់គាត់ហើយនឹងយាយអញ្ចឹងធម្មតាដូចខ្ញុំប្រាប់អញ្ចឹងមកតែហងគេដាក់លើផ្ទះទេតែដោយសារកូនគេកូនជាទីស្រឡាញ់កូនស្រីស្អាតទៀតអញ្ចឹងក៏យកសពគាត់ដាក់លើផ្ទះជាមួយនឹងរូបដែលគាត់ភ្ជាប់ពាក្យសាកសពមិនខ្ទេចអស់បើលោកយាយវិញគាត់ស្លៀកអាកៅហូលគាត់អីហ្នឹងអញ្ចឹងអត់ទាន់មានរឿងអីកើតឡើងទេដល់ពេលហើយគាត់ក៏ម៉ាក់ប៉ាគាត់ល្វីសំណោះកូនអញ្ចឹងណាគាត់នៅអត់កើតទេចាម៉ាក់ប៉ាគាត់រៀងសំណោះកូនអញ្ចឹងទៅគាត់នៅអត់កើតទេក៏គាត់ទៅក្រៅអស់ហើយតែហ្នឹងឲ្យជួលឲ្យអង្គការហ្នឹងគេមានបរិញ្ញាសិស្សបរិញ្ញាអីចឹងណាបងបាទអត់មានដែរមានអីតែឲ្យអំឡុងពេលម៉ោង12ថ្ងៃនិងម៉ោង6ល្ងាចកូនសិស្សនៅអត់បានទេបិទបើកទ្វារលឺសលេងកហឹមតែខ្ញុំប្រាប់បងវិលៀមអញ្ចឹងណាបាទបងអាចប្រាប់ប្រិយមិត្តផងចាសលេងហ្នឹងអញ្ចឹងទៅឲ្យឃើញនៅកណ្ដាលផ្ទះឲ្យឃើញអីចម្លែកចាអញ្ចឹងក៏អង្គការឈប់ជួលគាត់ក៏ដាក់របៀបនារីទទួលនារីដាក់នារីអញ្ចឹងទៅភ្ញៀវគាត់ទៅគេងនិយាយទៅអាក្រក់ស្ដាប់ទៀតណាបងទៅគេងអញ្ចឹងទៅអត់តន់អីហ្មងទេតែពេលបើកទឹកចេញមកសិតតែឈាមទឹកពួកខ្ញុំដឹងរឿងអស់ហើយពូក៏ប្រាប់យាយក៏ប្រាប់មីងក៏ប្រាប់តាក៏ប្រាប់តែនៅតែទៅគេងដោយសារយើងចង់គេងកង្ហារហើយពូតែយើងចាញ់យូរហើយយើងអត់មានអីត្រូវគេងទៀតទេដល់ពេលយប់ហ្នឹងអត់តន់អីទៀតស្មាតទៅចុះនិយាយដើមខ្មោចទៀតទៅដល់នៅមុខអាវេរងដាផ្ទះគាត់ហ្នឹងរបៀបវីឡាជំនាន់មុនបាទវីឡាបាយបារាំងចាបាទព្រោះតែខ្ញុំតែរបៀបជំនាន់បារាំងដែរតែខ្ញុំហ្នឹងព្រោះតាខ្ញុំគាត់ធ្វើខ្សែបដាគាត់ចេះបារាំងចេះអីចឹងគេ
việc tha rót cái áo tê áo ấy chẳng á បាទ ហើយតែមានត្រឡប់នៅតំបន់ដែលខ្ញុំនៅហ្នឹងណាឲ្យតែមានមកស្លាប់គឺគេកាត់អាដាមត្បូងយ៉ាក់វែងហ្មងដាក់មុខទេហើយនៅខាងក្រោយតែខ្ញុំវិញគឺតាខ្ញុំដាំដើមបាយម៉ានទុកហ្មងហ្នឹងការពារដែរ អូដាំបាយម៉ានគឺការពារ ពេលតែជំនាន់ខ្ញុំនៅហ្នឹងណាបន្ទប់ដែលគេងហ្នឹងណាដើមចេកវាដោះហ្មងដោះហើយចូលក្នុងផ្ទះទៀតតែតាខ្ញុំកាប់ចោលកាប់អីណាព្រោះតាខ្ញុំគាត់ចេះមើលចេះទាយចេះអីដែរអញ្ចឹងណាបងតែគាត់មើលតែសម្រាប់កូនចៅឯងគាត់អត់មើលអ្នកដតីឯងឬក៏ស្រោចទឹករបៀបសិស្សប្រឡង12ទី9អីចឹងណាបងហើយគាត់យកអីច្រើនឯងចេញមួយស្និតលុយ500លុយខ្មែរតែបើកូនចៅគាត់អាចមើលយើងកាត់កញ្ចក់ដៃកញ្ចក់អីចឹងណាបើឆុងអីចឹងដល់ពេលនៅក្រោយតែខ្ញុំហ្នឹងឲ្យតែមានសពអីរត់ភ្លើងអីកិនចឹងណាគេយកទៅដាក់ក្រោយផ្ទះខ្ញុំហ្នឹងឯង ខ្វះកន្លែងដាក់ ចាតែពេលហ្នឹងខ្ញុំនៅទុយអាចថាខ្ញុំអត់សូវដឹងអត់សូវយល់ពីរឿងចឹងទេតែតំបន់ដែលខ្ញុំនៅហ្នឹងគឺល្បីខ្លាំងហ្មងល្បីអាចចឹងហ្មង បាទ ចាហើយទៅមុខទៀតល្បីគ្រឿងគ្រូស្នេហ៍តំបន់ហ្នឹងតែគាត់ថាតំបន់ខ្ញុំអត់ទេអញ្ចឹងខ្ញុំកាត់មកដល់គេងទស្សនៈហ្នឹងវិញបងឯងជឿថាបន្ទប់ប៉ុនតែល្វែងមកយប់ម៉ានហើយទាយមើលអំឡុងពេលហ្នឹង បន្ទប់ប៉ិនផ្ទះល្វែង ចាបន្ទប់ វែងចឹងហ្មង ចាបន្ទប់ហ្នឹងគឺសម្រាប់បងហ្នឹង អត់ចង់ទាយទេបងជឿចុះ 25,000 លុយខ្មែរ ចាដូចជា2005 2006ដែរអំឡុងពេលហ្នឹងមកនឹងមកបន្ទប់ហ្នឹងពួកខ្ញុំគេម្នាក់អត់បងប្អូនខ្ញុំ22នាក់ ប៉ិនផ្ទះល្វែងឯងបងគេងតែគ្រាភ្លៀងល្មមហ្មង តែចូលបន្ទប់ទឹកដំបូងហ្នឹងគឺលឺសលេងតិចតិចទេប៉ុណ្ណឹងណាបងខ្ញុំទៅប៉ុណ្ណឹងទេប៉ុន្តែ2ម៉ោងគ្រាន់តែសំលេងគាត់ធ្ងោហ្នឹងពីម៉ោង2ដល់ម៉ោង4បន្ទប់ទឹកមួយចូល3នាក់ហើយធម្មតាបន្ទប់ទឹកហ៎បងផ្ទះឈើលើអញ្ចឹងមិនគេមានអាចធ្នឹងឈើ បាទ នេះគាត់បាំងណាបាញ់ងើយទៅបាញ់សាក់ងើយមើលមានអារម្មណ៍ថាម៉េចហើយប៉ះចង់មកយើងនេះវាឆ្វាក់ផងខ្ញុំមកហ៊ានងើយមុខទឹកហើយ3អ្នកបងប្អូនខ្ញុំចេញមកវិញ3អ្នកទៀតចូលទៀត3អ្នកទៀតចេញមកវិញ3អ្នកទៀតចូលទៀតចេញចុះចេញឡើងចេញចុះចេញឡើងមកយកតោភ្លឺគ្មានបានដេកទេទាំងអស់គ្នាហើយអត់មាត់ទេអត់ហ៊ាននិយាយទេដល់តែមកដល់វត្តបាននំគ្នានិយាយជុំគ្នាសំឡេងធ្ងោក៏លួចជាងនឹងទៀតបងខ្ញុំថាចានិយាយនេះទេព្រោះយាយនេះឈឺជើងតែការពិតយាយនេះនឹងស្លាប់3ឆ្នាំហើយមិនសំឡេងយាយនេះនឹងទេ យាយនេះនឹងជាអ្នកណាគេដែរ អ្នកចិត្តខាងតែគាត់ជំនាន់មុនហ្នឹងនៅហ្នឹងប៉ាម៉ាក់ខ្ញុំគាត់ចេញធ្វើការរកស៊ីបាត់ហ្មងលក់ដូរអីចឹងណាបងអញ្ចឹងពួកខ្ញុំអ្នកក្នុងភូមិអ្នកចិត្តខាងឯណាស្រឡាញ់អញ្ចឹងជួយមើលជួយថែចៅអីចឹងណារឿងហ្នឹងពាក់ព័ន្ធមួយយាយនេះទៀតធ្ងោដូចឈឺចាប់ណាស់ចឹងណាបងធ្ងោយកហ្មងមិនធ្ងោដូចខ្ញុំធ្ងោមិនបន្តិចមិញណាឡងក៏លួចថាស្ដាប់ទៅគឺព្រឺក្បាលហ្មងខ្ញុំដកសលេងនឹងជាប់ហ្មងណាថាខ្មោចឡងមិនអីសលេងមិនអីមកសួរខ្ញុំខ្ញុំដឹងអស់ហើយបើស្ដាប់បានអត់ស្ដាប់អត់បានទេបើនិយាយវិញស្ដាប់អត់បានហ្មងហើយកដាទេហ่าហ្មងព្រោះសពដាក់កដាទេទៅចាក់ព្រឺឆ្អឹងខ្នងហ្មងហើយខ្ញុំកត់ថាពួកខ្ញុំហ៊ានទៅគេងមានតាំង2ឆ្នាំ3ឆ្នាំទៀតក្នុងបន្ទប់ហ្នឹងចដូនមួយខ្ញុំច្រើន5គ្រួសារឆ្ងាញ់ណាស់យប់ហ្នឹងម៉ោង4ទៀបភ្លឺបានអ្នកបានដេកទៅដល់វត្តបាននិយាយគ្នាថាចេះហើយមានលឺអីអត់ហើយមានលឺអីអត់លឺដល់ពេលអញ្ចឹងខ្ញុំក៏សួរឡានមួយទៀតម្នាក់ទៀតគេថាឃើញយាយអង្គុយកណ្ដាលផ្ទះខ្ញុំដាក់វានឹងអ្នកភូមិគេទៅលេងដែរគេចង់ទៅស្គាល់ទឹកដីខ្ញុំអញ្ចឹងណាបងបាទ គេទៅលេងហើយបន្ទាប់មកទៀតខ្ញុំតែខ្ញុំអត់មាត់ទេខ្ញុំថាខ្ញុំសួរមីងគាត់ថាចេះមីងខ្លាចថាតែនឹងអត់មានមនុស្សទេតែហេតុអីបន្ទប់មុខឃើញមនុស្សពីអ្នកដៃពុនដេកអោបគ្នាខ្ញុំនិយាយអញ្ចឹងថាអត់ទេមានទេហើយគាត់លាក់យើងអញ្ចឹងណាគាត់ចង់ឲ្យដឹងទេគាត់អត់ចង់ឲ្យថាដឹងរឿងហើយស្អីខ្លាចកដាយប់អីនោះនេះចេញអញ្ចឹងណាទេអត់មានទេគាត់ថាធាតពិតគឺផ្ទះនឹងអត់មានទេពួកខ្ញុំមុជទឹកហើយអត់ចាំយូរទេទៅវត្តហើយអត់បកមកវិញដាក់អវ៉ាន់ទៅមកពេញហ្មងអត់និយាយច្រើន
ហើយតែនឹងឥឡូវគឺទុកចោលបើបងជីទៅផ្លូវជាតិលេខ5ឆ្វេងដៃគឺឃើញ អរគុណដែលប្រាប់ទីតាំងច្បាស់ចឹងខ្ញុំសុខចិត្តថាខ្ញុំមិនដឹងល្អជាង រំលងផ្ទះខ្ញុំ3ផ្ទះនៅផ្លូវធំហ្មងព្រោះផ្ទះខ្ញុំនៅផ្លូវជាតិ ទៀតពិតទៅបងវិលៀមគាត់ប្រាប់ទាំងទីតាំងខ្ញុំច្បាស់ហ្មងថានៅខាងស្ដាំមានអីខាងឆ្វេងមានអី ចា ពីពេលនេះទៅឲ្យតែដល់ពោធិ៍សាត់គឺខ្ញុំត្រូវធ្វើមើលទៅពុករហូតមិនហាញទៅខាងណាទាំងអស់ តំបន់នឹងរៀងនេះដែរបងតែខ្ញុំអធិស្ឋានដែរបើសិនជាក្រុមគ្រួសារគាត់ស្ដាប់ឮចឹងណា បាទ ចា អូខេចុះចម្លែកម៉េចមិនបិណ្ឌមានមនុស្ស2នាក់ដេកអោបគ្នាអញ្ចឹង ខ្ញុំអត់ដឹងហ្មងមកឲ្យចាក់ស្ដាយបន្ទប់នឹងអត់មានភ្លើងទេណាប៉ុន្តែខ្ញុំឃើញបើកភ្លើងហើយគឺសៀកពាក់សដេកអោបគ្នាតែខ្ញុំអត់បានប្រាប់អ្នកផ្ទះទេខ្ញុំអត់និយាយអីទេព្រោះខ្ញុំគិតថាប្រហែលជាគេបងប្អូនគេអីចឹងណាតែទៀតពិតកូនគាត់ទូចហ្នឹងគាត់នៅតែពីអ្នកប្តីប្រពន្ធឲ្យកូនគាត់ទូចណាមានណាគេទេតែក្រុមខ្ញុំឯងតែបើក្រុមបងចដូនមួយខ្ញុំវិញពួកសវឹងមលូបខ្មៅអត់មានឃើញទេគាត់ថាចេះយើងនិយាយលេងហ្មងនិយាយលេងជុំគ្នាចឹងណាគាត់ថាផឹកឲ្យសវឹងហើយខ្មៅមកមលូបខ្មៅបងមកយកពេញពួកគាត់អត់មានឃើញអីទាំងអស់ឃើញតែអាអ្នកអត់ផឹកអត់អីណាឃើញតែក្រុមខ្ញុំអីហ្នឹងហើយពូខ្ញុំគាត់ដឹងគាត់មកតាមមួយផ្លែតហើយគាត់ទៅផ្ទះវិញបាត់គាត់ទៅផ្ទះខ្លួនឯងវិញបាត់គាត់ដឹងថាតួពួកឯងដេកនៅអាណានៃហ្មងរបៀបអញ្ចឹងឲ្យឯងលងអាណានៃម្ដងមើលមែនយប់ហ្នឹងអត់បានគេងទាំងអស់គ្នាមែនគេងបានតែកូនក្មេងទូចទេ4-5ឆ្នាំវាគេងមែនវាអត់ដឹងអីទេតែអ្នកធំគឺអត់គេងហ្មងដូចពួកខ្ញុំអីអត់គេងខ្ញុំអង្គុយស្ដាប់ទប់ភ្លឺម៉ោង4ណាអំឡុងពីម៉ោង2ដល់ម៉ោង4ថាបកែធ្ងោម2ម៉ោងអញ្ចឹងទៀតណាខ្ញុំមានឆ្លៀតឆ្លើយតែអញ្ចឹងទៀតវាំងននណាបងចាក់ស្ដាយវាំងននពណ៌សមានប្រឡាក់ឈាមទេណាតែវាំងននហ្នឹងមានឈាមវាំងននក្នុងទប់គាត់តែសំណាក់ណាខ្ញុំអត់ដឹងទេតែគាត់ថាបើខ្ញុំធ្លាប់ដើរលេងនៅក្រៅប្រទេសក្នុងប្រទេសអត់ដែរមានណាគេដាក់វាំងននសត្រូវទេបងបាទកំដរមានណាបើពណ៌សក៏វាប្រហាក់ប្រហែលជាមួយពណ៌ពងមាន់អីដែរគេដែរដាក់សនេះសស្គូហ្មងសស្គូបន្ទប់នឹងធំមែនធំជាងបន្ទប់នេះទៀតបងចេះសោះសលេងក៏ធ្ងន់ហ្នឹងបានអញ្ជើញខ្ញុំសុំដល់កាចាញ់វែងជាងនឹងទៀតបងអូយខ្ញុំក៏លួចហ្មងខ្ញុំ2ម៉ោងចាខ្ញុំចាំក្នុងតិចខ្ញុំច្បាស់ហ្មងបាទយ៉ាងមិនដែរបងប្អូនអរគុណសម្រាប់សាច់រឿងទី2នេះអូយអូយធូបទាំងពេលនេះយើងរបៀបតែក្មេងៗដែរយើងមិនសូវចាប់អារម្មណ៍ណាបងរបៀបអាងតែគ្នាច្រើនយើងតែខ្វល់ណាបាទប្រហែលឆ្នាំក្រោយដូចខ្ញុំមកម្ដងទៀតប៉ុន្តែខ្ញុំអត់គេងហ្នឹងណាខ្ញុំមកលេងយាយខ្ញុំដែរអញ្ចឹងណាមកយកយាយទៅនៅភ្នំពេញវិញយាយខ្ញុំគាត់ដូចដូនជីអញ្ចឹងយាយខ្ញុំនេះហ่ะនឹងតែបានមកយាយនេះម្ដងនៅហ្នឹងមកបងបាទជើងមុនគាត់ខូចហ្នឹងគាត់ថាចេះគាត់ចង់ជួបពីអ្នកបងប្អូនខ្ញុំណាបងគាត់ស្រឡាញ់ពីអ្នកបងប្អូនខ្ញុំណាបាទអញ្ចឹងស្រាប់តែយើងចេញពីព្រឹកទៅអត់អីទេតែយើងមកវិលល្ងាចណាអត់នៅគេងទេចូលលេងក្នុងផ្ទះចូលអីអស់ហើយអ៊ំស្រីខ្ញុំទី1ហ្នឹងគាត់ឈប់ពិតនឹងអានឹងចេះរបៀបប្រកាន់ដៃផ្ទះព្រោះផ្ទះជំនាន់បុរាណផ្ទះខ្ញុំហ្នឹងខ្ញុំឃើញយាយនៅឈរក្បែរគាត់ហ្នឹងស្លៀកសពាក់សសើចដាក់ខ្ញុំយាយនេះឬក៏លោកយាយនេះមិនយាយខ្ញុំទេតែយាយនេះស្លាប់យូរហើយបើគិតមកដល់ឥឡូវ10ឆ្នាំជាងហើយគាត់ខូចខ្ញុំគាត់ប្រាប់គាត់ថាចេះអ៊ំវីយាយនេះឈរចិត្តអ៊ំវីឯងសើចដាក់ខ្ញុំនិយាយពាក្យអាក្រក់ស្ដាប់ណាព្រោះអ៊ំមួយក្មួយពីឈួតហើយឈួតទេយាយនេះស្លាប់យូរណានេះនិយាយឈួតចឹងគាត់ថាខ្ញុំអញ្ចឹងខ្ញុំថាបើខ្ញុំឃើញមែនឈប់និយាយគាត់ឲ្យខ្ញុំនិយាយខ្ញុំឈប់និយាយទៅនឹងចាក់ស្ដែងហ្មងខ្ញុំទៅលើកទី2ឃើញមែនហើយតាមតបហ្នឹងមកខ្ញុំទៅអត់ដែរឃើញអីទេអត់ហ្មងព្រោះពួកខ្ញុំអាសាទៅដែរមួយឆ្នាំនេះទៅម្ដង2ដងអីចឹងណាហ្មងបាទទៅលេងអញ្ចឹងអូយនិយាយទៅអ្នកដែលអាសាឃើញណាបទពិសោធន៍របស់ពួកគាត់ជាបទពិសោធន៍ដែលពិបាកនៅក្នុងការបំភ្លេចសំបីតែសម្លេងខ្ញុំអាច
ខ្ញុំអាចសម័យទាំងចែនៅពេលដែលបងធ្ងោមិញណាធ្ងោមិញឲ្យប្រិយមិត្តនឹងខ្ញុំស្ដាប់ណាខ្ញុំមានអារម្មណ៍ថាព្រឺព្រួយបាត់ហើយប៉ុន្តែនៅពេលដែលអមនុស្សធ្ងោក៏លួចជាងនឹងមកតោះកាន់ទៀតសាកសម័យខ្ញុំដឹងថាបងស្រីគាត់ព្យាយាមធ្វើឲ្យក៏លួចតែប៉ុន្តែបងប្អូនទាំងអស់គ្នាថែមមួយកម្រិតទៀតណាវាប្រហែលគ្នាអូយបងអាចគេងស្ដាប់2ម៉ោងបាន អូយក៏លួចខ្លាំងណាស់ពេលហ្នឹង អូយអូយ ប្រឡប់ហ៎បងលេងបៀហងនឹងគ្នាឡូឡាផងអត់បាត់សលេងពួកខ្ញុំកាន់តឡូឡាគាត់កាន់តឡើងសលេង បាទ ហើយថាគាត់ចង់ដេញឲ្យចេញហើយមិនចេញ ហើយបងឯងគេងបន្ទប់គាត់ហើយ ឆ្នាដឹង គាត់ស្អែកឡើងមកជំនុំគ្នា អូខេនេះគឺជាសាច់រឿងទី2បន្ថែមនឹង sneak peek ចាំងក្រោយមិនតិចទៀតពិតជាអស្ចារ្យមែនតើបទពិសោធន៍របស់បងបាទអូខេយើងចូលដល់សាច់រឿងទី3របស់បង អញ្ចឹងខ្ញុំនិយាយរឿងទី3ដែលខ្ញុំជួបចាក់ស្ដែងដែរ8នាក់ហ្នឹងហ្មងណា បាទជឿ ហើយរឿងហ្នឹងក៏បានផលិតជាសាច់រឿងដែរតែគ្រាន់ថាសាច់រឿងពិតគឺគាត់កន្លែងខុស 60% ទេព្រោះអីយើងដើម្បីតាក់ទាញអញ្ចឹងណា បាទ ក្នុងចេះខ្ញុំផ្ដើមរឿងណាបង បាទជឿ ក្នុងឆ្នាំ2024ហ្នឹងខ្ញុំទៅតែ2នាក់ទេ2នាក់គ្រួសារខ្ញុំជីដើរលេងអញ្ចឹងក៏យើងដើរលេងថតរូបអីអស់ហើយយើងក៏បកមកវិញគាត់ថាជួយញ៉ាំបាយកន្លែងហ្នឹងហើយខ្ញុំសុំអត់បញ្ជាក់ទីតាំងទេតែបើខ្ញុំបញ្ជាក់កន្លែងនេះគេស្គាល់ហ្មង ជាតំបន់ភ្នំជាតំបន់ ចាតំបន់ភ្នំ តំបន់ ហើយអាប់ស្អាតហ្នឹងតិច ច្បាស់តែ ចា បាទជឿ តានីត្រឡប់របស់ខ្ញុំគឺខ្ញុំអត់ចេះខ្ញុំស្ដាប់តលោកគ្រូម៉ុងគាត់ថាគាត់អត់ធូបអីហ្នឹងតាមពិតពុទ្ធសាសនាយើងចង់អត់ក៏បានអត់ក៏បានដែរខ្ញុំអត់ទេខ្ញុំភិកច្រើនខ្ញុំអត់សូវអត់មែនប៉ុន្តែខ្ញុំដល់ទីសក្ការៈដែលគេបូជាហ្នឹងគឺខ្ញុំសូត្រធម៌ហ្មងខ្ញុំសុំធម៌សុំសេចក្តីសុខអរុអរិយទេវតាអីអ្នកថែសាអីចឹងណាចឹងអត់អីទេតែពេលគាត់បកមកវិញចូលកន្លែងហ្នឹងញ៉ាំបាយគាត់គិតថាញ៉ាំបាយហើយយើងចេញទៅហ្មងចឹងណាជីងប្រហែលជា200ម៉ែត្រអត់តន់ដល់ទីតាំងហ្នឹងទេទៅមិនចូលផ្លូវហ្នឹងទេខ្ញុំឃើញមកឈូសសកដាទេខ្ញុំប្រាប់គាត់ថាអត់ញ៉ាំនឹងទេបកក្រោយវិញដាច់ខាតខ្ញុំគាត់ទៅប្រាប់គាត់អញ្ចឹងឯងអញ្ចឹងគាត់ក៏បកតាមខ្ញុំទៅគាត់ក៏សួរថាហេតុអីបានអត់ញ៉ាំនឹងតំណងតើគេចូលចិត្តទៅនឹងណាស្អាតទៀតមានអាប់មានអីចឹងណា បាទខ្ញុំដឹងទីតាំងហ្នឹងបាទ ចាពេលចឹងខ្ញុំថាអត់ទេដាច់ខាតកុំចូលកុំរំខានគេខ្ញុំនិយាយចឹងគេនៅមានគ្រួសារគេមានក្តីសុខហើយយើងចូលទៅញ៉ៃញ៉ៃអីទៅចេញទៅព្រោះអីបើតាមសម័យរូបភាពខ្ញុំអត់ដឹងថាគេជួបដូចខ្ញុំអត់ទេប៉ុន្តែអានេះញៀនខ្ញុំគ្រាន់តែឲ្យឃើញក្នុងផ្ទះហ្នឹងណាមានជនជាតិបារាំងតែខ្ញុំអត់ដឹងថាមានមែនឬក៏អត់ទេព្រោះអីអាហ្នឹងរបស់នេះយើងទេ បាទ ចឹងណាចឹងអត់តន់អីទេមកវិញបាយកង់ម្ដងបដើតាំងពីលើភ្នំដល់ក្រោមភ្នំហ្មងដើរយូរណាចាហើយខ្ញុំដើររត់ផងពីក្រោយគាត់ខ្ញុំលុយសលេងឃើញនេះឃើញនោះតែខ្ញុំអត់មាត់ទេរួចគាត់បដើលឿនចឹងខ្ញុំរត់ពីក្រោយអត់តន់ទេដើរម្នាក់ឯងចឹងទៅតែខ្ញុំឃើញខ្ញុំលឺខ្ញុំដឹងតែខ្ញុំអត់មាត់ ឃើញហេតុណាទៅបង មកឆ្វាច់កូន ជាសមោលហូតកាត់អីចឹងទៅ ចាកូនក្មេងឬធំអីចឹងណា បាទ ហ្នឹងអត់អីទេមកពេញក៏អត់អីដែរស្រាប់តែក្នុងឆ្នាំ2025នេះក្នុងអំឡុងពេលខែ8 បាទ ដំបូងមុននឹងទៅហ្នឹងណាបកែកគ្នានិយាយគ្នាឡើងចង់4ម៉ោងតម្រាំត្រូវគ្នាតែពិតខ្ញុំចង់ទៅសៀមរាបទេខ្ញុំចូលចិត្តសៀមរាប បាទ តែមតិខ្ញុំតែ2នាក់អញ្ចឹងខ្ញុំអត់និយាយឈ្នះគេទេគេចង់ទៅតំបន់ហ្នឹងដើម្បីទៅកន្លែងមានរីសតថតរូបអីស្អាតអញ្ចឹងណាគ្នាខ្ញុំធម្មតាតែបានទៅព្រោះយើងងាយរីឡេកហ្នឹង បាទ អញ្ចឹងខ្ញុំព្រមអូខេទៅដំបូងតែ6នាក់ទេតែចៃដន្យ director គាត់មកតាមក្រោយពីអ្នកគូស្នេហ៍គាត់ហ្នឹង director ដែលផលិតរឿង ចាគាត់មកជាមួយគូស្នេហ៍គាត់ហ្នឹងក៏សម្រេចថាឡើងលើនឹងហ្មងទៅពេលដែលឡើងហ្នឹងអត់តន់អីទេហើយថ្ងៃហ្នឹងចំ8កើតហើយសុលធំទៀត បាទ ពេលដែលជិះម៉ូតូចូលខ្ញុំអត់តន់ជិះម៉ូតូចូលអធិស្ឋានអត់ទៅមិនជិះឡើងទេខ្ញុំប្រាប់គាត់ថាអញ្ចឹងខ្ញុំដឹងថាមានរឿងអីប៉ុន្តែខ្ញុំចង់ឈ្នះយើងខ្ញុំចង់ឈ្នះគ្រួសារខ្ញុំ ពេលហ្នឹងគាត់និយាយអីគេទៅបានបងចង់ឈ្នះ បងដឹងថាម៉េចទេមុនឡើងហ្នឹងយើងក៏ប្រជុំគ្នានៅត្រឹមកបត
បាទតទៀតចុះ ប្រជុំគ្នាធំហ្នឹងគាត់ថាចេះបើជ្រុលទៅឲ្យខ្មោចលងអស់គ្នាទៅខ្លាំងណាស់ណាខ្ញុំប្រាប់ តែគ្រួសារបងអ្នកជឿដែរឬក៏មិនដែរ អ្នកជឿតែគាត់អត់សូវដែរឃើញទេយូរឃើញម្ដងអីទេបង អញ្ចឹងគាត់ផ្កើន ចាគាត់លពិលលពូចតែក៏នាំគ្នាទៅនៅពេលជិះម៉ូតូឡើងខ្ញុំនិយាយមួយគាត់ថាចេះតានី 100% ហ្នឹងឃើញហើយខ្ញុំនិយាយចឹងហ្មងថាដឹងតែមានរឿងអីមួយឯងខ្ញុំអត់មាត់ទេពេលទៅដល់ខ្ញុំស្មានតែពួកគាត់ទុកម៉ូតូនៅខាងក្រៅទេបងតែជាក់ស្ដែងគឺជិះម៉ូតូចូលក្នុងហ្នឹងហ្មងពួកក្នុងហ្នឹងមាន3បន្ទប់ បាទខ្ញុំសម័យឃើញពេកភ្នែកហ្មង ធម្មតាបងឧទាហរណ៍ណាអំឡុងពេលម៉ោង3អ្នកខ្លះគេងថ្ងៃមែនត្រូវទេបង បាទ ខ្ញុំគិតថាចេះតម្រាំតែយើងនៅក្នុងផ្ទះគេជិះម៉ូតូរោនៅខាងក្រៅផ្ទះយើងនៅខឹងចុះតម្រាំតែគេនៅក្នុងផ្ទះគេគេងខ្ញុំថាហេតុអីបើនំនេះជិះម៉ូតូចូលក្នុងផ្ទះគេខ្ញុំនិយាយអញ្ចឹងណាតែពេលតែទៅហ្នឹងគឺខ្ញុំអត់ទាន់ឃើញអីទេខ្ញុំអត់ទាន់ឃើញហ្មងរៀបចំធម្មតារៀបសែនធម្មតាទាំងអស់ប៉ុន្តែតួអង្គស្រីម្នាក់ទៀតព្រោះមានស្រី3នាក់ចុះបកគោទៀតគាត់សប្រុសមិនប្រុស បាទយល់ ណាចាដល់ពេលអញ្ចឹងខ្ញុំរៀបចំសែនធម្មតាខ្ញុំអត់ដែរអុជធូបទេតែខ្ញុំចេះសូត្រអីចឹងណាទាញមកខ្ញុំអត់ឲ្យសូត្រត្រូវទេខ្ញុំដាក់សែនធម្មតាសូត្រអត់ត្រូវតែខ្ញុំដឹងតែមានរឿងអីដែលសារអីទីមួយយើងចូលទៅរំខានគេខ្ញុំអត់មាត់ទេយើងរៀបចំធម្មតារៀបអាំងសាច់អីធម្មតាទាំងអស់តែម្នាក់ទៀតគាត់អត់ស្នុកចិត្តទេគាត់ឃើញហ៎បងម្នាក់ទៀតដូចខ្ញុំតែគាត់ឃើញសាហាវជាងខ្ញុំទៀតគាត់លើសខ្ញុំទៀតគាត់ឃើញអាក្រក់ហ្មងបើខ្ញុំអត់ទេខ្ញុំអត់និយាយឃើញអាក្រក់ទេគាត់ក៏ទៅទិញចេកយកមកសែនធូបគាត់និយាយថាចេះបើសិនជាមិនឲ្យគាត់ស្នាក់អាស្រ័យក្នុងយប់នឹងទេឲ្យឃើញជាហេតុភេទចឹងធូបស្មាទោសណាបើខ្ញុំលើកដៃទៅវាដូចអាក្រក់មើលចឹងអត់របៀបយើងឲ្យចេះឆែតែពីរសងខាងកដាល យល់ មែនតើណាបងអញ្ចឹង ចាំបានគាត់អុជ3សរសៃ ចាតែឆេះតែ2សរសៃឯងមានន័យថាគឺគេអត់ឲ្យយើងគេងនៅនឹងទេដាច់ខាតហ្មង អូអញ្ចឹងបានគម្រោងបងគឺបោះតង់នៅកន្លែង ចាគេងហ្នឹងហ្មងបោះតង់ហើយណាបងបោះតង់ហើយឯង ជិះក្បាល ចាបោះតង់ហើយអស់ហើយខ្ញុំអត់តន់អីទេតែលឺសំឡេងគោះនេះព្រោះអីនេះឈើដែរអញ្ចឹង2ដងឯងអត់អីទេលើកទី2ទៀតគោះទៀតអត់តន់អីទៀត ប៉ុន្តែម្ដុំហ្នឹងអត់អីបាទម្ដុំហ្នឹងដូចអត់មានឈើទេ មានបងឥឡូវហ្នឹងគេរបៀបគេដាក់ឈើបន្ទប់ដើម្បីទប់ អូបាទ ខាងលើ2ដងចូល3ដងគោះទៀតហ្នឹងខ្ញុំទេខ្ញុំអ្នកលឺខ្ញុំអត់តន់អីទៀតហើយពួកគាត់បន្តនិយាយគ្នាវាញ៉ាំអីចឹងណាពីអីយើងបាញ់គ្នាលេងខានជប់គ្នាយូរចឹងណាអង្គុយញ៉ាំហ្នឹងខ្ញុំក៏លេចទៅចាញ់ឆ្វេងដៃខ្ញុំតង់ខាងdirector ពួកខ្ញុំបោះខាងនេះគេបោះខាងនោះដូចខ្ញុំបង្ហាញរូបបងឲ្យមើលមុនហ្នឹងឃើញដុកតាហ្នឹងឈរស្លងងាកចំបាត់ខ្ញុំអត់មើលខ្ញុំងាកចេញខ្ញុំគ្រាន់តែប្រាប់ពួកគាត់ថាអូនិយាយអីឲ្យល្មមមើលបានហើយបិទមាត់ខ្លះខ្ញុំនិយាយចឹងណាបិទមាត់ខ្លះទៅហើយយើងនៅតែនិយាយសើចនិយាយសើចចឹងទៀតលើកទី4គោះទៀតអាហ្នឹងខ្លាំងហ្មងកាហុំខ្លាំងហ្មងបង បាទ ហើយមិនមែនលឺតែខ្ញុំទេណាលឺទាំងតួអង្គម្នាក់ស្រីទៀតអាមួយទៀតតែមិនមែនអ្នកដែលឃើញដំបូងគេសួរចាយលឺសលេងអីអត់ខ្ញុំថាមានស្អីខ្យល់ហ្នឹងខ្ញុំនិយាយចឹងណាខ្យល់ដល់ពេលចឹងអូនមួយទៀតក៏ព្រោះចាយតែមួយទឹកហីកំណត់ខ្ញុំគាត់ថាចេះបើក្នុងយប់ហ្នឹងគឺមានរឿងហីតែខ្ញុំអត់ដឹងថាមានរឿងអីទេអាចនឹងចូលអ្នកណាម្នាក់ក្នុងចំណោមគ្នាខ្ញុំ8នាក់ព្រោះខ្ញុំមានម្នាក់ បាទយល់ នៅពេលអញ្ចឹងខ្ញុំថាចាំម៉ោង6ល្ងិតទៅមួយទឹកហើយឈប់ញ៉ាំគេញយកហ្មងកុំឲ្យពិបាកចេញពីបន្ទប់ទឹកពេលយប់ ប៉ុន្តែបងមួយទឹកនៅកន្លែងណាទៅ ចិត្តនឹងមានបន្ទប់ទឹកហ៎បង អូបន្ទប់ទឹកសាធារណៈ ចា បាទអូខេ តែពួកខ្ញុំអត់បានមួយទឹកទេជាក់ស្ដែងគឺពួកខ្ញុំអត់បានមួយទឹកទេអាមួយនោះគឺប្រាប់ថាតោះចាយទឹកដាច់ខាតអញ្ចឹងខ្ញុំក៏ឡើងម៉ូតូជាមួយនឹងមកគូទៀតគេជិះពីអ្នកគ្នាគេអញ្ចឹងណាតួអង្គដែលឃើញនារីរបាំមកគ្រោះសានកដាផ្ទះហ្នឹងហ្មង
នារីរបាំណាបងស្លៀកពាក់បុរាណណានៅកណ្ដាលផ្ទះហ្នឹងគេជីផ្សេងទៅខ្ញុំជីផ្សេងប៉ុន្តែអត់ទាន់ដល់ពេលទៅមួយទឹកហ្នឹងឯងម្នាក់ទៀតគ្នាខ្ញុំហ្នឹងខលមកវីដេអូខលគ្នា8នាក់ឯងតែឃើញ9នាក់ខាងក្រោយខ្នងបងគួយខាងក្រោយខ្នងពួកខ្ញុំ9នាក់មានរូបថតតែខ្ញុំអត់ដឹងរូបថតនៅណាតែដឹងតែគ្នាខ្ញុំមានថតបានអញ្ចឹងណា screenshot ចាបាទ9នាក់ចឹងអត់តន់អីទៀតនៅស្ងៀមទៀតរូបរាងជាមនុស្សស្រីរូបសឃើញតែបំពង់ភ្នែកឯហ្នឹងណាតាំងពេលចឹងទៅក៏នាំគ្នាទៅនិយាយថាអត់ស្រួលទេចាយមានឃើញអីចាយមានលឺអីអត់ព្រោះពេលហ្នឹងក៏អ្នកក្នុងក្រុមហ្នឹងអត់ដឹងថាខ្ញុំឃើញចឹងដែរព្រោះខ្ញុំអត់ដែរប្រាប់គេព្រោះតែប្រាប់ទៅគេអត់ដែរជឿយើងអញ្ចឹងខ្ញុំសុខចិត្តអត់និយាយលាក់រហូតហ្មងគឺមិននិយាយដាច់ខាតតែទៅថាចាំទៅវិញចាំប្រាប់គាត់ឲ្យគាត់រើតង់រើអីចឹងណាចាញ់ទៅពេលដែលមកដល់បងអត់ចាំយូរទេរើខ្ទេចរើខ្ទីតែពួកខ្ញុំរើមែនតែពួកខ្ញុំរៀបឡើងស្អាតឲ្យគេហ្មងអត់មានទុកអីញ៉ៃទេអញ្ចឹងគេទៅចោលខ្ញុំអស់ហើយគ្រូសាខ្ញុំក៏ដឹកអាកេះប៉ុណ្ណេះអញ្ចឹងម៉ូតូពួកខ្ញុំហ្នឹងគឺអត់អាចជិះបានទេខ្ញុំត្រូវឡើងម៉ូតូជាមួយនឹងម្នាក់ទៀតតែអំឡុងពេលដែលយើងទៅមុជទឹកវិញបកមកកន្លែងមុជទឹកវិញណាខ្ញុំឡើងម៉ូតូក្រោយគេព្រោះម៉ូតូក្រោយហ្នឹងគឺជិះ3នាក់លោកតាហ្នឹងហើយនឹងម្នាក់ស្រីមួយទៀតដេញខ្ញុំត្រំចឹងរបៀបអញ្ចឹងដេញខ្ញុំហក់ឡើងម៉ូតូឡើងខុសម៉ូតូខ្ញុំប្រាប់បងឯងខ្ញុំអត់មកទេខ្ញុំអត់ឲ្យក្មេងៗនឹងដឹងដើម្បីខ្លាចពួកគាត់ភ័យចឹងណាព្រោះអីពួកគាត់អត់ឃើញតែខ្ញុំ3នាក់ទេតួអង្គម្នាក់ទៀតសង្សារដែលគាត់កេះខ្ញុំថាចែលឺអីអត់ហ្នឹងណាគាត់ឃើញមនុស្សស្រីពាក់អាវសតែគាត់ស្មានតែគ្នាឯងព្រោះអីក្នុងហ្នឹងមានអ្នកពាក់អាវសដែរចឹងឃើញតែ3នាក់ឯងតែអ្នកស្ដែងខ្លាំងជាងគេគឺខ្ញុំនឹងជាមួយម្នាក់ទៀតបានខ្លាំងហ្មងចឹងខ្ញុំអត់និយាយអីខ្ញុំថាអូខេទៅវិញទៅអត់នៅចឹងអំឡុងពេលរើបានរៀបអស់ហើយចាប់ដាក់នៅតែខ្ញុំ3នាក់ឯងនៅម៉ូតូអាសង់មួយហ្នឹងជី3នាក់ស្រាប់តែអាអូនស្រីហ្នឹងគាត់ឡើងប្រវត្តិជើងឡើងម៉ូតូធ្លាក់សម្រាមនៅក្នុងផ្ទះហ្នឹងហ្មងណាបានតែក្នុងកលៈទេសៈនេះម៉ូតូនេះគឺនៅក្នុងផ្ទះនៅឡើយទេចាហើយនៅតែខ្ញុំ3នាក់ហើយខ្ញុំជិះក្រោយគេទៀតពេលហ្នឹងខ្ញុំប្រាប់បងឯងខ្ញុំខ្លាចណានឹងអារឿងហ្នឹងក៏ខ្ញុំខ្លាចដល់ឥឡូវតែខ្ញុំថាបើខ្ញុំទៅលើកទី3ទៀតគឺខ្ញុំអត់ទៅទេខ្ញុំអត់ទៅហ្មងដាច់ខាតគឺខ្ញុំអត់ទៅហ្មងដោយសារអីខ្ញុំខ្លាចបំផុតគឺអាការដឹងអាការសឡុតហ្នឹងហ្មងបាទខ្ញុំប្រាប់គាត់ឈរសឡឹងមើលសឡឹងអត់ដាក់ភ្នែកលោកតាថៃសួនខ្ញុំហៅលោកតាថៃសួនសឡឹងមើលអត់ដាក់ភ្នែកហ្មងតែមិនមែនមកជារូបរាងអាក្រក់ទេជាមនុស្សសក់សអាវាមានលេវខាងលើហ្មងពណ៌រៀងទឹកប៊ិចអូរបៀបមានប៉ូលខាងលើចាហ្នឹងហើយរបៀបអូយកន្លែងហ្នឹងគឺកន្លែងនេះដែរអញ្ចឹងណាយល់ចាដល់ពេលហើយស្រាប់តែសម្រាមធ្លាក់អត់ឲ្យខ្ញុំរើសទេប្រុងអត់ឲ្យខ្ញុំរើសណាបងហើយអឺតចាញ់ពីអាបន្ទប់កដាគេហ្នឹងឃើញតែព្រំនេះទេបើហើយមិនរើសទេហើយគិតថាចាញ់រួចមែនខ្ញុំប្រាប់និយាយលឺច្បាស់ហ្មងអត់ទេហ្មងសឡឹងមកឲ្យញៀនយើងដឹងហ្មងតែសម្ដីអាក្រក់ខ្ញុំនិយាយត្រង់អានេះខ្ញុំនិយាយថាអសរោះចុះបើថ្ងៃមិនរឹងថ្ងៃកុំសង្ឃឹមថាចេញពីកន្លែងនឹងបានឲ្យសោះកៅភ្នែកនឹងគឺប្រកបអត្ថន័យមួយនឹងសឡឹងមកតាបងឃើញតែប៉ុណ្នេះណាខ្ញុំថាអត់ទេអញមិនក៏ត្រូវទៅរឹសដែរហើយពេលចាញ់ខ្ញុំអត់ងាកក្រោយហ្មងខ្ញុំប្រាប់ខ្ញុំអត់ងាកក្រោយទេអត់ងាកក្រោយហ្មងទៅដល់កន្លែងមួយទៀតយើងបោះតង់មួយទៀតហ្នឹងអត់អីទេតែនៅតែឃើញទៀតពួកខ្ញុំនៅតែឃើញតំបន់ហ្នឹងនៅតែឃើញអញ្ចឹងពីអ្នកខ្ញុំអានោះវាឃើញមនុស្សប្រុសខ្ញុំឃើញមនុស្សស្រីឃើញតែក្បាលទេអត់មានឃើញខ្លួនទេខ្ញុំអត់មកទេមកវាចាយឃើញអីអត់ឃើញពុកមើលមកយើងនឹងឯងខ្ញុំនិយាយចឹងខ្ញុំថាពុកមើលមកយើងនឹងគិតមិនចាយអញចូលដេកទៅកុំមាត់ខ្ញុំនេះចូលដេកទៅតែវាស្ដែងអាត្រង់ថាពួកយើងទៅដល់ហើយមិននាំគ្នាទៅមួយទឹកជុំគ្នាជួបទប់ទឹកហ្នឹងHoney Director ហ្នឹងគាត់ភ្លេចសោនៅឡែងពួកខ្ញុំលុបមុខឡាបូចាក់ស្ដែងគាត់ចូលមកយកហើយខ្ញុំឃើញគាត់ហ្នឹងរត់ចូលទៅយកម្ដងទៀត
ទាំងដែលម្នាក់ទៀតនៅមុខខ្ញុំថាមិនហ្នឹងអញមិនហ្នឹងកុំមាត់នៅស្ងៀមកុំមាត់ស្អែកឡើងមានបងប្រុសមួយក៏រៀងចាស់ទុំជាងគេនៅក្នុងក្រុមពួកខ្ញុំអញ្ចឹងណាគាត់ប្រាប់ថាទៅកុំមកទុកគេទៅអុចធុកសុំអីចឹងណាពួកខ្ញុំទៅអុចធុកអុចអីសុំចឹងទៅហើយក៏អត់តន់មកបំពេញដែរក៏បន្តទៅមកកន្លែងទៀតហ្នឹងយប់ហ្នឹងអត់អីអាពេលលេងធម្មតាពីថ្ងៃតលម៉ោង 9 អត់អីទេនៅក្នុងខេត្តតែមួយចាតែយើងមកកន្លែងហ្នឹងខ្ពស់ជាងមុនទៀតស្អាតកន្លែងហ្នឹងទៅល្បីទេបងឡាពោះហ្នឹងកន្លែងហ្នឹងខ្ញុំអត់មាត់ប្រាប់គាត់ទេតែបើគ្នាខាងគ្រូសាខ្ញុំគាត់ដឹងខាងហ្នឹងមានដបោកមួយហើយខ្ញុំអត់បានដើរទៅខាងក្រោយហ្នឹងទេជាក់ស្ដែងខ្ញុំអត់បានដើរទៅទេតែខ្ញុំទៅមួយទឹកមុនគេខ្ញុំត្រូវទៅមួយទឹកដល់ពេលខ្ញុំទៅមួយទឹកខ្ញុំឃើញមនុស្សស្លៀករបៀបស្រូតិចអងប៉មីហ៎តែឃើញធំនេះអត់ឃើញក្បាលហ្នឹងខ្ញុំអត់មាត់ទៀតមកវិញវាហប់យើងគេក្នុងតង់គ្រូសាខ្ញុំបើកតង់នឹងហ្មងដូចជានៅ3គូ4គូយើងជួបអ្នកចំណូលថ្មីមួយទៀតគាត់គេងនៅនឹងដែរអញ្ចឹងណាតែគេអត់អីតែយើងមកយប់ខ្ញុំគេអត់លក់ទេគេមកអឺតរហូតមើលរហូតទោះបីខ្ញុំខំមិនក៏ថ្មិចអត់បានមកយកទោសភ្លឺគេមកអឺតមើលរហូតមកដឹងថាមកពីអីណាងាកមកអឺតមើលមកអឺតមើលយើងហ្មងបងពេលហ្នឹងបងគេនៅក្នុងតង់ណាចាយើងបើប្រួយគាត់បើកអានេះតង់ហ្នឹងហើយអញ្ចឹងឃើញអឺតចាអឺតតែក្បាលឃើញតែក្បាលតែឃើញភ្នែកឃើញអីគាត់សមខ្មៅឃើញយល់ជាក់ស្ដែងគ្នាយើងគេងអស់ហើយខ្ញុំថាអូយអញហើយរីឡិចសាហាវជាងស្អីទៀតឃើញបានរីឡិចទេមកវិញឈឺខ្លួនទៀតនឹងចាប់ប៉ុណ្ណឹងមកហើយអត់មកទេណាដល់មកបំពេញមកខ្ញុំនិយាយភាគច្រើនគឺខ្ញុំអត់សូវចង់និយាយទេតតែគេសួរខ្ញុំនិយាយអញ្ចឹងបានន័យថាកន្លែងដែលបងផ្លាស់ប្ដូរចុងក្រោយនេះក៏នៅលើភ្នំមួយនឹងដែរអត់ទេបងមកខាងផ្សេងចុះទៅដីផ្សេងមួយទៀតណាចាមកខាងគេហៅអីគេនេះខ្ញុំធ្លាប់ឃើញគេថតដែរកន្លែងហ្នឹងហ្នឹងហើយឥឡូវយើងគុំចាថតបោះទៅកន្លែងទីតាំងទី1វិញចាផ្លាស់ប្ដូរពីក្នុងផ្ទះទៅបោះតង់នៅកន្លែងមួយទៀតចាហ្សូនមួយទៀតតំបន់មួយទៀតដែលនៅគិតចិត្តហ្នឹងមកមាត់បឹងវិញមាត់បឹងបងដឹងហ្មងមាត់បឹងអូយហើយមនុស្សច្រើនណាស់ហ្មងហាត់អីមិនឃើញតែពីរនាក់ខ្ញុំមិនយល់បាទអូតក្បាលចេញពីទឹកមកឃើញតក្បាលតលឹមអញ្ចឹងណាអូយហើយខ្ញុំអត់ខ្លាចខ្ញុំងាកមុខចេញខ្ញុំបែរមុខចេញយល់ខ្ញុំចូលគេងទៅខ្ញុំជើមាត់ជើកខ្ញុំហើយតានាងត្រឡប់ខ្ញុំមិនថានៅក្រៅនៅផ្ទះនៅក្រៅប្រទេសក្នុងស្រុកអីទេឲ្យតែមុនគេគឺខ្ញុំថ្វាយអង្គមហើយខ្ញុំរំលឹកហើយគុណមេដាបេដាគុណគ្រូឧបជាយាចាអីចឹងណាគុណលោកគ្រូគុណទេវតាជំនាញផ្ទះស្អីខ្ញុំនឹកអស់ហើយរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងគឺដាច់ខាតគឺខ្ញុំត្រូវថ្វាយអង្គម3ដងចឹងហ្មងមិនថានៅណាទេប្រទានត្រឡប់ខ្ញុំនឹកតែប៉ុណ្្នឹងទេតែនៅតែឃើញចម្លែកចឹងណាអូខេបងប្អូនក៏ចង់ដឹងថាទីតាំងកន្លែងដែលគាត់និយាយដែលពួកគាត់ចតម៉ូតូនៅក្នុងផ្ទះរបស់គេហ្នឹងគឺទីកន្លែងណាខ្ញុំប្រហែលទីចោះមិនមែនចេញពីមាត់របស់បងស្រីទេអាហ្នឹងចេញពីមាត់របស់ខ្ញុំណាព្រោះខ្ញុំដឹងច្បាស់ថាផ្ទះហ្នឹងនៅកន្លែងណានៅក្នុងតំបន់ភ្នំមួយហ្នឹងផ្ទះមួយហ្នឹងគឺនៅកណ្ដាលវាលហ្មងវាមិនមែននៅកលុកកលៀតដែលបងប្អូនត្រូវជិះញ៉ៃទេប៉ុន្តែវាស្ថិតនៅក្នុងតំបន់មួយដែលមានផ្លូវបែកច្រើនហើយមានក្រុមអ្នកបោះតង់ vlogger មួយចំនួនក៏ធ្លាប់បោះតង់នៅផ្ទះមួយនឹងដែរហើយក៏បានរៀបរាប់ថាមានសាច់រឿងអ្វីខ្លះដែរផ្ទះមួយហ្នឹងបើខ្ញុំចាំអត់ខុសទេដូចជាមានប្រភពនៅពីមុខទៀតមានបងមានបាទជាប្រភេទផ្ទះវិឡាទឿអូខេប៉ុណ្្នឹងអញ្ចឹងអ្វីដែលបងបានជួបបានន័យថាមិនមែនមានតាម្នាក់ហ្នឹងទេច្រើនក្នុងផ្ទះហ្នឹងច្រើនខ្លាំងណាព្រោះបងខ្ញុំជួប3នាក់បាទខ្ញុំជួប3នាក់ហើយម្នាក់ទៀតមកគ្រួសារនៅក្នុងផ្ទះហ្នឹងទាំងអស់ចាព្រោះខ្ញុំស្ដាប់ឮមានប្រាំងចា
ហ្នឹងខ្ញុំជួប2024 បាទមានប្រាំង ភាសាប្រាំង ឥឡូវមកជួបលោកតាថែសួន ចា មានមនុស្សស្រីក្នុងហ្នឹង តិពៈបុរាណ អូយភើហើយនឹងអ្នករបាំបុរាណមួយក្រុម ចា អូយយ ច្រើនខ្លាំងថ្ងៃហ្នឹងវាចំថ្ងៃសលផងពេលហ្នឹងអាចថាយើងមិនប្រមាទទេបើអ្នកដឹងគេមិនប្រមាទទេពួកខ្ញុំវាមិនប្រមាទទេគាត់តែនិយាយពីលេងណា បាទ តែខ្ញុំនឹកស្មានthôi មិនមែនទេបងអើយអានេះមិនមែនបើនេះជាមតិរបស់ខ្ញុំណា ចា ទី1គ្រួសារបបងគាត់មានចិត្តមួយមុននឹងឡើងទៅបាត់ទៅហើយទី1 គាត់ដៅហើយ បាទទី2មិត្តភ័ក្តិរបស់បងទាំងអស់ស្រឡាច់ទីតាំងមួយហ្នឹងតែម្ដង គ្រួសារខ្ញុំឯង អូ ពួកគាត់អត់យល់ស្របទេហ្មងតែធ្វើមិនយើងគិតតែចេះយើងបោះតង់គេអញ្ចឹងហើយស្អែកឡើងខ្ញុំយើងទៅគេរីសតហើយយើងមានកម្លាំងមកពេញវិញស្រួលជាងអញ្ចឹងណាចង់បោះតង់ចង់មើលអាប់តែមិនមែនថាមិនយល់ស្របប្រឆាំងគ្នាហ្មងទេតែគ្រួសារខ្ញុំនឹងហ្មងមេនាំអាត ទី3បើខ្ញុំសម័យតង់របស់បងគឺមិនមែននៅខាងក្រៅបរិវេណនេះគឺនៅខាងក្នុងផ្ទះហ្នឹងហ្មង អត់ទេបងពួកខ្ញុំបោះខាងក្រៅ បោះខាងក្រៅគ្រាន់តែចតម៉ូតូទុកនៅខាងក្នុង ចា ប៉ាកែបើខ្ញុំរីកក្បាលដែរ ហើយអាប់ហើយខ្យល់ណាបងឯហ្នឹងខ្យល់ខ្លាំងហើយអាប់រដូវកាលអំឡុងពេលខែ8គឺខែ បាទ ពេញ ភាសាពេញ ពេញហ្មងខ្ញុំទៅសារគាត់មែន ខ្ញុំគិតថាខ្ញុំតសើគាត់ដែលគាត់បានរើសទីតាំងមួយហ្នឹង ចុះបើគាត់រើសទីតាំងអាមួយទៀត ខ្ញុំគិតតែចេះបើអត់ជួបរឿងហ្នឹងអាចជួបរឿងអីផ្សេងហ្មង បាទ ខ្ញុំគិតថាព្រោះអីអារម្មណ៍យើងឲ្យហើយអស់ហើយហ្នឹង ទីតាំងមួយទៀតអា2 3ជាន់ណោះបើសិនជាប្តីបងជ្រើសរើសទីតាំងមួយហ្នឹងមិនដឹងយ៉ាងណា អាហ្នឹងថ្ងៃមុនខ្ញុំនិយាយលេងមួយគាត់ថាចេះយើងពូគ្នាទៅនឹងដងឯង បងអត់ដែរឃើញអីនៅក្នុងណាហ៎ អត់ដែរបងអត់ដែរសោះហ្មង អត់ដែរឃើញអីទេ ចា ប៉ុន្តែដោយសារតែទីតាំងអា2 3ជាន់ហ្នឹងបានផ្លាស់ប្ដូរក្នុងពេលបច្ចុប្បន្នដូចជាធ្វើជាតែទំនើបដែរអញ្ចឹងណា ចា អញ្ចឹងក្នុងករណីហ្នឹងដូចជាមានករណីច្រើនណាស់ដែលអ្នក កាត់នៅហ្នឹង បាទកើតនៅហ្នឹងតែសម្រាប់បងអត់ដែរជួប អ ទេ ត់ដែរព្រោះអីយាយខ្ញុំគាត់មុនខូចយាយខ្ញុំគាត់ប្រាប់ថាចេះនៅតំបន់ហ្នឹងឲ្យទៅលេងលបែងចាញ់ព្រោះយាយខ្ញុំគាត់បបកញ្ញា បាទ ប្រចាំខេត្តបាត់ដំបងលេខ2អញ្ចឹងគាត់អាសាដើរជាមួយនឹង យល់ អញ្ចឹងណាគាត់ថាឲ្យតាចាញ់លបែងហក់សម្រាប់ខ្លួននេះពិតគាត់និយាយហ្មងគាត់ថាពិតហ្មងគាត់ថាមិនជឿអត់ទៅ បាទចូលមានអីមកកាន់ដៃហ្នឹង ចា បាទ ចាញ់ហក់ចាញ់ហក់ហ្មងនិយាយខ្ញុំគាត់ប្រាប់ដែរ បើសិនជាខ្ញុំគ្រប់ពេលដែលខ្ញុំទៅដល់កន្លែងហ្នឹងណាគេនិយមឈរថតរូបអីចឹងណាកន្លែងប្រកាន់ដៃហ្នឹងណា ចា សម្រាប់ខ្ញុំអត់ដែរសប្បាយអតាំងពីទូចមកហើយខ្ញុំមានអារម្មណ៍ថាស្លុតហ្មងឲ្យតែឃើញតែហ្នឹង ខ្ញុំដែរខ្ញុំអត់ខ្ញុំខ្លាចខ្ញុំចូលចិត្តខ្ពស់ប៉ុន្តែខ្ញុំអាកន្លែងណាដែលមើលអត់សំណំគឺខ្ញុំអត់ទៅទេ បាទពួកបើសួរថាខ្ញុំខ្លាចខ្ពស់អត់ខ្លាចតែខ្ញុំខ្ញុំហ៊ានឥឡូវប្រហែលដូចពេលដែលខ្ញុំទៅសុកក្រៅអញ្ចឹងណាអាគារ100ជាន់អីអញ្ចឹងណាគេធ្វើកញ្ចក់ខ្ញុំដើរខ្ញុំអត់ខ្លាចខ្ញុំមើលក្រោមទៀត ខ្ញុំចូលចិត្តណាស់ កន្លែងហ្នឹងមួយធ្វើឲ្យវាឲ្យអារម្មណ៍មួយដែលថា អត់ហ៊ាន អត់សុបាយហ្មង អត់រំភើប អត់រំភើបជាមួយទេអូយអញ្ចឹងបងប្អូនប្រហែលជាដឹងហើយថានៅទីតាំងកន្លែងណាអាហ្នឹងជាការសន្មតរបស់បងប្អូនទាំងអស់គ្នាគិតថាកន្លែងណាជាកន្លែងហ្នឹងទៅចោះនេះជាខ្សែរឿងរបស់បងស្រីចែករំលែកបន្តទៀតបាទណា រឿង តាបាសសក់មើលបង រឿងមួយទៀតណាដូចជារឿងទី3ណាហ្មងណា បាទឥឡូវយើងចូលទី 4ណាហ្មងទី4ហ្នឹងគឺចូលឆ្នាំចិន2025នេះដែរទេ ឆ្នាំមុននេះតែម្ដង ចាខ្ញុំទៅគេងនៅហ្នឹងយកនៅហ្នឹងក៏គ្នាយើងស្គាល់ដែរបងនិយាយចំហ្មងទៅគេរីរួមចកាតែ ហើយពេលដែលខ្ញុំនិយាយទៅគាត់ថាកន្លែងហ្នឹងគឺគាត់ឃើញច្រើនណាប៉ុន្តែខ្ញុំខុសគេតង់ថាយប់ទី1ហ្នឹងគឺយើងទៅគេងហ្នឹងគឺអត់មានបញ្ហាអីទេយើងគេងនៅឧឈានទេអត់អីទេអត់អីទាំងអស់គាត់ថាពេលដែលខ្ញុំជួបទប់ទឹកហ្នឹងគឺខ្ញុំឃើញមនុស្សប្រុសដើរចូលខាងទប់ទឹកស្រីទៅប៉ុណ្្នឹងឯងតែខ្ញុំនៅតែចូលនេះអត់ខ្វល់ទេខ្ញុំគិតថាថ្ងៃលោកគេច្រឡំតែមិនអត់ទេមែននេះអត់មានជើងទេហ្នឹងយប់ទី1ហើយខ្ញុំក៏អត់ប្រាប់គ្រូសាខ្ញុំអត់ប្រាប់ក្មេងៗគ្នាខ្ញុំដែរនឹងចៃដន្យទៀតណាបងចាក់ស្ដែងគឺទៅតែ2គូឯងតែទៅដល់ក៏ត្រូវរើគ្នាទៅរាប់អានគ្នាទៅក៏បាន4គូទៀត8នាក់ទៀត ហើយចឹងបានតែ2នាក់នោះ2គូនោះ អត់ដែរស្គាល់គ្នាទេចាចៃដន្យ នៅចិត្តគ្នាយើង ចា និយាយទៅក៏ស្គាល់គ្នាជុំគ្នាបណ្ដោយទៅ ចា អូ
ចឹងក៏គេស្រស់ស្រួលគ្នាស្អែកឡើងមកយប់ទៀតទេខ្ញុំថាអត់ទេខ្ញុំអត់ចង់ទេព្រោះស្អែកឡើងខ្ញុំចូលធ្វើការបើយើងគេមកយប់ទៀតខ្ញុំហត់ទៅងើពីព្រលឹមទៅចឹងណាតែយើងម្នាក់ឯងនិយាយអត់ឆ្នះគេ7នាក់ទេបាទអញ្ចឹងក៏ខ្ញុំអូខេទៅជីទៅដំបងអត់អីព្រោះឲ្យដើររផ្លូវដើរអីចឹងយើងល្ងាចដែរយើងទិញម្ហូបទិញអីដើម្បីទៅញ៉ាំនៅនឹងទៀតចឹងណាបងពេលដែលជីចូលដល់ពឹបខ្ញុំលឺស្លេងដូចខ្ញុំប្រាប់បងចឹងទី1មនុស្សស្រីក្រហមតែនេះមិនមែនមនុស្សស្រីទេមនុស្សប្រុសគ្រាន់តែលឺក្រហមពឹបខ្ញុំឃើញរូបរាងហ្មងមានស្នែងមៀតធំខ្មៅតែមិនដឹងថាជាសត្វកបីឬគឺសត្វតោឬគឺខ្លាខ្ញុំមិនដឹងតែមានស្នែងលើក្បាលចឹងណាកម្ពស់ប្រហែលប្រហែលដែរជិត2ម៉ែត្រតែពួកគាត់អត់ឃើញទេមិនមែនកបីបងកបីអត់អាច2ម៉ែត្រហ្នឹងមិនខ្ញុំថាមិនមែនទេអត់របៀបដូចគេអ្នកកាន់នៅនឹងអីមិនដឹងទេយើងអត់ដឹងទេណាខ្ញុំយល់បែរហ្នឹងក៏ហឹមមិនហើយត្រំជើងរបៀបអញ្ចឹងរបៀបថាអត់ឲ្យដេកទេខ្ញុំអត់អីទេខ្ញុំគិតថាអត់អីឥឡូវយើងសែនទៅលែងអីក៏ពួកគាត់មកគូទេគាត់ឡើងទៅទិញអីវ៉ៃអវ៉ាន់អញ្ចឹងហ្គាសអីចឹងយើងត្រូវដូរញ៉ាំយប់ហ្នឹងអញ្ចឹងពួកគាត់បោះតង់បោះអីចឹងទៅខ្ញុំជំនាញម្ហូបទៅណាគេឲ្យខ្ញុំធ្វើដែរអញ្ចឹងខ្ញុំក៏ចោះទៅលេងសាច់លេងអីចឹងពួកគាត់អត់ដួសទឹកឲ្យខ្ញុំទេពេលហ្នឹងនៅមាត់ទឹកហ្នឹងបងអញ្ចឹងគ្រូសាខ្ញុំអីក៏រៀបតង់រៀបអីចឹងទៅមកគូទេគេរៀបតង់រៀបអីចឹងចែកទិសដៅគ្នាគេអញ្ចឹងណាអ្នកខ្លះថតរូបថតអីចឹងទៅខ្ញុំលេងអីហើយអស់ហើយដល់វគ្គលេងសាច់ដំបូងខ្ញុំលេងបន្លែអត់អីទេចោះទៅតិចអត់អីខ្ញុំចូលលេងសឹងតែឲ្យទឹកថ្លាតិចណាយើងដួសមកដើម្បីវាថ្លាបន្តិចទៅចោះទៅពងអាលេងចិត្តហើយអីហ្នឹងហ៎បងសក់មនុស្សស្រីរបៀបយើងហែទឹកហ៎បងមិនដែលមកចិត្តអាឡែងសាច់ខ្ញុំហ្នឹងឃើញតែសក់ឯងអត់មានឃើញអីទេយល់របៀបបោះសម័យឲ្យឃើញរបៀបថាបើសិនជាមនុស្សស្រីសក់វែងលឹបត្រឹមក្បាលទៅសក់អណ្ដែតអញ្ចឹងវែងខ្លាំងណាស់បងសក់ហ្នឹងប្រហែលជិត1ម៉ែត្រពីទឹកជ្រៅមកដល់កន្លែងស្ពានដែលគេទុកសម្រាប់យើងចោះមកបន្តិចហ្នឹងហើយខ្ញុំអត់ដែរដឹងថាប្រវត្តិនៅកន្លែងហ្នឹងយ៉ាងម៉េចយ៉ាងម៉ាអីគឺខ្ញុំអត់ដឹងទាំងអស់ហ្មងខ្ញុំសុំអត់ដឹងហ្មងព្រោះខ្ញុំអត់បានសួរនាំអ្នកទាំងអស់ហ្នឹងទេតែមកគូទៀតគេធ្លាប់ទៅអញ្ចឹងគេថាដែរអីទេតែខ្ញុំទៅវាអីខ្ញុំអត់មាត់ទេខ្ញុំឡើងមកលើវិញក៏ខ្ញុំអត់មាត់ទៀតតែពេលដែលខ្ញុំពងធ្វើម្ហូបនៅក្រហមដាក់ខ្ញុំអត់លែងហ្មងខ្ញុំប្រាប់ហ៎បងក្រហមហើយខ្ញុំដឹងកន្លែងដែលគាត់ពងតែនៅទៀតចំមុខតង់ដែលខ្ញុំបោះនឹងហ្មងគ្រូសាខ្ញុំនឹងគាត់ប៉ិនរឹសពេកអញ្ចឹងអង្គុយញ៉ាំមុនញ៉ាំខ្ញុំប្រាប់ពួកគាត់របស់ដែលជ្រុះហាមរើសបាទខ្ញុំជ្រុះពងមាន់ពងទាអីចឹងខ្ញុំអត់រើសទេខ្ញុំសុកចិត្តចោលនៅនឹងហ្មងវាមិនបែកក៏ដោយព្រោះយើងស្ងោរពងទាញ៉ាំលេងខ្ញុំខ្ញុំអត់រើសទេអង្គុយញ៉ាំអីហើយអស់ខ្ញុំរៀបចំសែនអីហើយអស់អញ្ចឹងណាអត់តន់អីទៀតពួកគាត់នៅញ៉ាំអញ្ចឹងខ្ញុំសុំឈប់ញ៉ាំមុនគេធម្មតាអ្នកសុំសិលណាបងមុនថ្ងៃរះហើយអញ្ចឹងតែគេងើបមកគេដោះថ្មិញស្អាតបានគេសុំសិលបានជ្រះថ្លាបាទអញ្ចឹងពេលយប់ក៏ដោយយើងដោះថ្មិញស្អាតរៀបចំខ្លួនស្អាតបាត់ចាំយើងថ្វាយអង្គមហ្នឹងក៏យើងជ្រះថ្លាដែរចិត្តស្មោះសរខ្ញុំដោះថ្មិញហើយក៏ខ្ញុំទៅសូត្រអត់ត្រូវទេខ្ញុំសូត្រមិនក៏អត់ត្រូវដែរសូត្រធម៌អត់ត្រូវខ្ញុំសុំថាខ្ញុំគ្រាន់តែមកស្នាក់អាស្រ័យទេខ្ញុំអត់មានបំណងអីមកបៀតបៀនអ្នកទេអញ្ចឹងខ្ញុំក៏សូត្រត្រូវហើយខ្ញុំសួរគ្រូសាខ្ញុំកេងក្បាលទៅខាងណាច្បាស់បើខ្ញុំសូត្រត្រូវអញ្ចឹងណាគាត់គេជាក់ស្ដែងខ្ញុំសូត្រឡើងចុងជើងគាត់ថាកេងក្បាលទៅខាងនោះវិញអញ្ចឹងខ្ញុំទៅសូត្រខាងហ្នឹងវិញមិនត្រូវមែនអញ្ចឹងខ្ញុំសូត្រហើយក្នុងយប់ហ្នឹងនៅលឺទៀតលឺរហូតដល់ខ្ញុំជាមនុស្សអាឡែកស៊ីបរិយាកាសហ្មងតលីខ្ញុំតែឥឡូវខ្ញុំបាត់ហើយខ្ញុំអត់មានអាឡែកស៊ីទៀតទេអញ្ចឹងខ្ញុំញ៉ាំខ្ញុំឆាប់គេងជាងគេខ្ញុំគេងទៅលឺសលេងដើរប៉ុន្តែខ្ញុំគិតថាមានពូសន្តិសុខមួយនៅនឹងអញ្ចឹងណាតែចេះស្ដែងមែនទេខ្ញុំលឺសលេងដល់ក៏ខ្ញុំអត់មាត់ប្រាប់ណាគេដែរព្រោះខ្ញុំខ្លាចគេផ្សេងខ្លាចតែបើគ្រូសាខ្ញុំក៏តែខ្ញុំអង្គុយសឡឹងទៅកន្លែងនឹងអត់ដាក់ភ្នែកក៏ដឹងហើយក៏ដឹងថាខ្ញុំឃើញស្អីហើយដឹងស្អីលឺអីមួយហើយគាត់ចាប់អារម្មណ៍យើងឡើងហ្នឹងណាខ្ញុំអត់មាត់ទៀតដល់ពេលខ្ញុំចាប់ដើមគេងណាអាមួយហ្នឹងវាចូលគេងក្រោយគេទៅគោះតង់វិញហើយហៅអូនទាំងដែលខ្ញុំមិនមែនសលេងខ្ញុំទេណា
ít xử lý nhông mà ta này nhông kê nhá nào mong con có sai xuống trai ấy cái ôn chạy hai ôn mến ở tê ở ban hai tê cùng kê áo kia ở miền ban đây nè tê ở đằng tê rồi nhông khai vậy bên năng cứ nhông khai nhông ta khai cứ nhông tóc bò lại bò kiếm cái lệ thà ở tê chạy ban hầu này tê kê tơ cùng xu non tràn pe nhông cho vậy tha à bên chẳng cứ kê ở xu kia tê kê tơ nắng người nắng hay tập pe hái cò sải lá ngựa mơ mỏng bầy nhung vậy trăng á bông nhưng mà hiên cái lệ mơ chung vinh năng này nhung rơ tăng là khó tăng là có đây nhóm á bắt tăng mà chụp vật ở lưỡi rơ tăng khó rơ tăng khó men này đừng mày đừng nhung chả lắm rơ pì ná tên na môn thì nhung plek bắt đấy ở bây giờ tới có thà nhung nhung ăn món đấy pro ấy mình được khai vậy nè nhung khai một món cứ xử lý cái slot nè món nơi ta slot tam mơ chứ cái này có hong bên tập này có ho mới miết thông này tại khơi ấy chẳng pe chi mà tô mau vinh chẳng chừng ngược tăng mỏng bầy chẳng mỏng bún nó mỏng mình nấu ngạt nó mỏng bún tiếp lứa cái ngứa quá nó vậy tới nhóm đặt mỏng hướng đa lên với nó lươn mỏng cái kênh dục tiền nếu nhóm kênh dục mà mình chẳng nhung ngược má nó bự chẳng non ắt bắt là hốt đo tả dưỡng tranh pot pi đầm bòn nâng một đo plei chiết bàn nhóm bắt bự ấy nhóm có do hử nắng mò xua nè cha vì muốn đấy chị ông nhóm mẹ rong tha kỹ rúm á đồng bon à cung bạn à cung khăng á nhóm mẹ rong chân mong principal nhóm tha ọt ban đi nắng đôi tục chất ọt ban mong nhóm vậy chứ nhóm tục chất ọt ban đi nhóm vậy prap cốt á mà tha ấy cho mẹ ôn ạt đắng ấy chứ nhóm mạch đắng mà nhóm mình sẽ co khỏi có tha đồng bon nắng vậy ọt ban đi nắng còn vậy hưởng nắng muối á pe đại nhông cần nắng thật tay cái thân cho muối nắng crom vọt cha nơi cái rúm á bọn nắng chập tạm hầm nhung tha nhung prư sờ bỏ trên mặt lời chia đấy nè nhung từ su cha chẳng nhung đang bị lại nắng với nhung lọp tới môn nhung score khủ xa nhung tiền nơi vọt cha nắng cho tao khom tích mình miên ở sra cái thọt bọt pe về liền xạ xong á bọn hay mình miên ô tực lẹ mũi mình cái cho ha bạn ấy đang mày on cả nắng nhung mọt toan ở che pẹ ấy chừng này nó chỉ cho năm pi pon đọc bảy đọc buồn nó bên xì vài nhung lư sụt chúc ban na cứ mình được hao nhung ở tôm mọt tắc nằng hay cái đào đó nhung pin nằng cái gì thằng mày tới mà nè xa đấy máu mà nè máu chưa sầm lên là dựng squat sao bàn tay pe nóng slong men hộ đó kê mà rồi nhung khơi chứ thằng mấy món nơi nằng nè ảnh mọt tật chẳng mấy món như thọt lên tới nhung click mặt click à xử lý nằng mỏng hay nhung thọt prap khổ sai nhung tay thay nhung thọt tay cái gì luôn ban tầm mặt đòn hay mà đòn nằng bỏ cha mà đòn nắng lưới xử lý nắng tay mà ban phải có thay lưới xử lý tay vừa nhung khỏi mà tiện mất của nhung mặt đai tới này rồi nhung ấp sao miếng pe lìa nhung thực ca nhung lồ bồ luôn bạn cha nắng tay mặt đòn cái cho cha miềnภาษา thằng mày tới nhưng mà ban prap qua thòng nhưng mà ăn gì ấy từng mong ôi là việc tha bon dướng á nhưng mà thợ bon việc đa mau vinh trắng á còn tại ở muốn nước bong miền ภาษา tha trong mà đó play chia chụp cha hơi từ bên xua tha cái này nắng đôi chim mèo cũng hay cha chim mèo tới bong tha ông nãy nhọt đắng này bên nó quạt gì thằng mày tới có thằng trẻ có prap nhóm á có tha có thọp tình đầy nên nè tại đây nó còn lụa chân như còn bọt là vòng túc hay có đai tờ lý ấy trắng á có tha đầm bon nắng đầm bon mình trầm tà cung ấy có tha là việc đôi chia cho nó môn nắng kê từ nè sạch trăng nè ấy từ sông ấy trắng á bọn riêng môn ở cung riêng ấy trắng cứ từ nặng đại đầm bon cứ price độc từ mà lỡ ấy cái ca Australia trắng bà còn prap nhầm trắng ta là nắng ngắt bán đấy nè vậy ấy kho tịch tôi ấy ban mới cho nó muốn đào bể thế có tha khơi cái gì rung tôi trắng ấy nè bể nhá còn prap nhầm trắng á bạn có thằng công nhẹ nhảy ta ô chẳng trời ông nhom súa nhom tận đầm bon kê chẳng á bạn ấy và tẹt sai hướng lỏ episode muốn có tung chẳng đại episode muốn bong muối nè bòi dương bọ tay chầm nói ở vậy để bong man khơi ở vậy để bong con khơi tại thân chỉ mình ăn đồ để mình có bộ pi mai hạ đôi chỉ min này đỏ tranh màu vinh hơi nâng phần này có hòm á anh ấy đôi xa để nhóm sẽ đập chở nè nhóm sẽ đập chở nè bọn chanh mà đi bọn nhóm bán sẽ đập video bò lột tê chở nè
ដល់អាវ៉ាតច្រើនព្រៀនណា ចា លោកថាពេលលោកដើរទៅដងក្នុងព្រៃអីចឹងហ៎ ចា ហើយលោកបានឃើញនំថ្មម្ដុំនៅពេលដែលលោកគិតថាអូលោកសមាធិនៅនឹងឬអង្គុយគង់សម្រាប់នៅនឹងជាដើមឡាក់ស្រាប់តែមានអមនុស្សធំឲ្យដោះស្នែងទៀតនិយាយទៅក្នុងលំនាំអ្វីដែលបងមានប្រសាសន៍ហ្នឹងណា ចា លោកមានសង្កេតថាអមនុស្សប្រភេទនេះគឺជាអមនុស្សដែលមានអាយុកាលរាប់យូរសឹងតែអ្នកខ្លះមុនសម័យព្រះត្រាស់ដឹងទៀតអញ្ចឹងយូរខ្លាំងមែនតើរហូតដល់ដោះស្នែងវាអត់ខុសអីនឹងជ្រូកព្រៃចាស់ដែលដោះចែវាដូចគ្នាចឹង ចា នឹងឯដោះខ្នាយទេគឺដូចគ្នាអញ្ចឹង ចា អញ្ចឹងស្នែងនេះបញ្ជាក់ពីអាយុ ចា បញ្ជាក់អំពីរដ្ឋអំណាចដែលគួរនិយាយថាបើសិនជាយើងសូត្របល័យល្មមគេក៏ចេះដែរ ចា ហើយអត់ខ្លាចទេ ចាអញ្ចឹងមកខ្ញុំថាពេលដែលខ្ញុំសុំសូត្រធម៌ បាទ សុំស្ដីសរសូត្រខុសទិសអត់ត្រូវសូត្រត្រូវទិសបានត្រូវ បាទ ហ្នឹងឡើងណា បាទពួកដោយសារតែចេះពួកគាត់កើតមុនព្រះទៀត ចា មកចាំទីកន្លែងហ្នឹងមុនព្រះត្រាស់ដឹងទៀត ចា៎ យើងសម័យថាប្រហែលពាន់ឆ្នាំ ចា នៃគ្រិស្តសករាជហើយប្រហែលពាន់ឆ្នាំនៃពុទ្ធសករាជវាយូរខ្លាំងមែនតើណា ចា អញ្ចឹងបានន័យថាអ្វីដែលយើងដឹងអំពីព្រះដឹងពីព្រះពុទ្ធអីតាមគម្ពីរបៃដក ចា តាមប្រជាជនគ្រប់អង្គទេស ចា ឡើងណា ចា តែនោះគេតន់ហ្មង ចាខ្ញុំគិតថាអញ្ចឹងបើតាខ្ញុំគិតណា បាទ គាត់ប្រហែលជាមិនដេញកំអាលឲ្យខ្លាចទេអាចថាបើសិនជាខ្ញុំនៅហ្នឹងខ្ញុំអាចនឹងលងទឹកស្លាប់បងជឿអត់ព្រោះឯងខ្ញុំមិនឃើញសក់ បាទ បើសិនជាពេលហ្នឹងខ្ញុំអត់មានញៀនថារត់ឡើងលើលឿនណាខ្ញុំតានីគេអូខ្ញុំធ្លាក់ទឹកហើយ បាទ ព្រោះខ្ញុំអត់ចេះហែកទឹកទេ គេមកដល់ហើយហ្នឹង ចាព្រោះចំណោមគ្នា8នាក់គឺខ្ញុំអត់ចេះហែកទឹកទេអត់ខ្ញុំម្នាក់គេចេះហែកទឹកទាំងអស់ហើយមានអ្នកដឹងទេខ្ញុំអត់ហ៊ានមាត់ព្រោះធម្មតាតែយើងធ្វើឲ្យគេដឹងគេហត់តែធ្វើ បាទ អញ្ចឹងសុកចិត្តមិនបាច់និយាយ បាទយល់ ស្ងាត់ល្អជាង ពេលខ្លះវាមិនមែនអាមនុស្សពេលខ្លះគ្នាឯងហ្នឹងហ្មង ចា របៀបយើងដឹងថាយើងអត់ចេះហែលទឹកចឹងហួយ ប្រឡាក់ លើរបៀប ចា ប្រឡាក់ចឹងណា ខ្ញុំ បាទ តំបន់ទឹកគឺខ្ញុំអត់ចង់ទៅទេខ្ញុំអត់ដែរចង់ទៅមកតំបន់ទឹក បាទ ហើយព្រៃភ្នំមួយទៀត ដូចគ្នា បងដឹងមិនទេក៏ពិតគ្រូសាខ្ញុំគាត់ជាធួកាយ បាទ ប៉ុន្តែជឿថាខ្ញុំអត់ដែរឡើងភ្នំមួយគាត់ទេគេអត់ជឿខ្ញុំទេណាខ្ញុំចង់បញ្ជាក់ប្រាប់ថាចេះមិនមែនខ្ញុំអត់ចង់ទៅទេប៉ុន្តែញៀនខ្ញុំថាបើខ្ញុំទៅគឺខ្ញុំឃើញហើយច្រើនទៀត បាទ ជាក់ស្ដែងគឺអត់ទៅដាច់ខាត បាទ សូម្បីតែខ្ញុំទៅលេងសាប៉ាក៏ខ្ញុំឃើញខ្ញុំដឹងសម្រាប់តែនៅក្នុងស្រុកទៀត សប៉ាមិនទៅមកប្រហែលបន្តិចមើល ចាំមើលខ្ញុំពេលមុនឡើងយន្តហោះហ៎បងខ្ញុំលេងសាកលនេះតែមិនខ្សែហ្នឹងឯណាដាច់ជាពីរហ្មងខ្សែកខ្ញុំដាច់ជាពីរហ្មងណាប៉ុន្តែខ្ញុំនៅតែយកទៅតាមតែពេលជាយន្តហោះអត់មានបញ្ហាអីទេគាត់ក៏កក់សន្តាគារហ្នឹងពួកខ្ញុំបុកឃើញមុនកន្លះខែអំឡុងពេលចូលឆ្នាំខ្មែរ2025ឡើយនេះទេ ថ្មីហ្នឹងណោះ ចាថ្មីទេអញ្ចឹងសប្តាហ៍ទៅដល់សាប៉ាធម្មតាយើងចេញពីភ្នំពេញទៅដល់ហាណូយម៉ោង 7:04 ល្ងាចអញ្ចឹងយើងចេញពីហាណូយទៅយើងត្រូវជិះឡានទៅដល់សាប៉ាទៀតដល់សាប៉ាម៉ោង 10 យប់ជាងដល់ម៉ោងមិន 10 យប់ស្រាប់តែ check in បងនឹងបន្ទប់លេខម៉ែនអត់ 404 តែសួរខ្ញុំបន្ទប់លេខម៉ានបើមិន201 404ខ្ទង់ប៉ុណ្្នឹងឯង ខ្ញុំហៅចិត្តថងថាបន្ទប់404គ្រូសាខ្ញុំតាំងថ្ងៃទី1ហ្មងលើកអូតុកអូអីលើនឹកហ្មងខ្ញុំអត់អីទេប៉ុន្តែខ្ញុំអត់ប្រាប់គាត់ទេណា view ស្អាតមែនហ្មងបើកភ្នែកមកភ្លឺឆ្វាច់សិតតែភ្នំស្អាត fresh ហ្មងណាប៉ុន្តែអាពេលដែលទៅហ្នឹងគឺខ្ញុំបានឃើញហើយតែខ្ញុំអត់មាត់នៅក្នុងចដាយន្តខ្ញុំអត់មាត់ទេ មិនទៅបងឃើញទៅ គេឈរតែគេបាយខ្នងហើយយើងជីតែយើង2នាក់ទៅ ខ្ញុំស្អប់ជាងគេបំផុតគឺជាការលងបន្លាយក្នុងចរាយន្តព្រោះអត់មានកន្លែងរត់ អត់មានទេហ្មងពេលហ្នឹងខ្ញុំថាអូយអញហើយអញមិនចេះវៀតណាមគ្រូសាខ្ញុំគាត់ចេះខ្ញុំអត់ចេះទេខ្ញុំសូត្រធម៌ខ្ញុំអត់មាត់ទៀតដល់ពេលទៅដល់បន្ទប់ឃើញបន្ទប់404ខ្ញុំបាក់បណ្ដោយហើយខ្ញុំអត់មាត់ប្រាប់គាត់ទៀត
ចូលទៅហើយត្រឡប់ខ្ញុំអត់គូទ្វាបងសុំសូត្រខ្ញុំប្រើតែមាត់ទេខ្ញុំអត់ដែរខ្ញុំស្ដាប់ពួកបងថាគូទ្វាគូអីចឹងណានឹងយើងខុសគ្នាចឹងខ្ញុំអត់ដែរគូទេព្រោះខ្ញុំខ្លាចរំខានគេខ្ញុំគិតចឹងណាព្រោះតម្រាំខ្ញុំទៅដល់យប់មែនយប់ព្រោះឆ្ងាយសាប៉ានឹងជិះឡានក្រុងជិះអីវាកវៀនញ៉ៃបាទចឹងអត់អីក្នុងយប់ទី1ហ្នឹងខ្ញុំអត់មានលឺអីទេគាត់ខ្ញុំឃើញតែប៉ុណ្្នឹងឯងដើរលេងឆ្អែតអស់ហើយយប់ទី2បន្ទប់ទឹកហ្នឹងបងបើគ្រូសាខ្ញុំគាត់ធ្វើការព្រោះគាត់ថ្ងៃសម្រាប់ក៏ដោយក៏គាត់ធ្វើការដែរដល់កុំព្យូទ័រជាប់ដៃរហូតចឹងណាគាត់ទៅអង្គុយធ្វើការក្រៅហ្នឹងអត់មានអីទេនៅលើបន្ទប់ពួកខ្ញុំមានអារបៀបវេរ៉ង់ដាគេសម្រាប់អង្គុយលេងឈៀលអីចឹងណាបាទជាក់ស្ដែងគឺអត់មានឈៀលអត់មានភ្ញៀវទេអញ្ចឹងគាត់លឺសលេងអូកៅអីតែគាត់ទេហ្នឹងគាត់លឺចាក់ស្ដែងហ្មងអូកៅអីអូតុកអូអីឬរំរើកហុកហែកខ្ញុំអត់លឺទេប៉ុន្តែក្នុងបន្ទប់ទឹកវិញខ្ញុំមួយទឹកហើយអស់ហើយគាត់ក៏មួយហើយដូចគ្នាទឹកធម្មតាមានការឈប់ហើយមានទឹកមួយទៀតហ្មងអាមួវែងមកខបាទក្បាលរុំនេះហ្នឹងបើកចោលបងជឿអត់មានទឹកទេលឺសលេងអត់មានទឹកបាទហើយគាត់អឺតមើលអត់មានទឹកទេគាត់រត់មកវិញគាត់មកគាត់ដេកអោបខ្ញុំគាត់ថាខ្ញុំថាចេះមិនបើកទឹកចោលចឹងតែពុតខ្ញុំចេះថាហ្នឹងខ្ញុំដឹងដែរតែខ្ញុំអត់ចង់ឲ្យគាត់ខ្លាចបើខ្ញុំធ្វើខ្លាចគាត់ខ្លាចហើយព្រោះបើអ្នកដែលឃើញវាខ្លាចហើយតែអ្នកមិនឃើញហ្នឹងជាងយើងទៀតបាទខ្ញុំអាចថាចេះមកពីគាត់នឹងលពិលលពូចអត់ចេះសុំអត់ចេះសូត្រអត់ចេះអីចឹងណាបងបាទចឹងទៅមានអីតយោទឹកធ្លាយណាគាត់ប្រាប់ចឹងគាត់ថាតយោទឹកធ្លាយថាធ្លាយស្អីក្នុងចិត្តខ្ញុំខ្ញុំមិនដឹងហីនោះគេពងបើកមួយទឹកបងឯងឃើញហ្មងចាខ្ញុំអត់មាត់ទេក្នុងចិត្តខ្ញុំដល់ឥឡូវនេះក៏ខ្ញុំអត់និយាយប្រាប់គាត់ដែរមួយស្រីបងឯងឃើញមនុស្សស្រីពងមួយទឹកក្នុងទឹកមួយទឹកអញ្ចឹងខ្ញុំអត់មាត់ប្រាប់គាត់ទេតាខ្ញុំចង់ប្រាប់គាត់ថាចេះខ្ញុំឃើញតាំងពីចូលមកដំបូងម៉េះប៉ុន្តែខ្ញុំអត់និយាយបងឯងឃើញនឹងភ្នែកហ្មងចាមនុស្សស្រីម្នាក់ហ្នឹងពងមួយទឹកក្នុងបន្ទប់ទឹកក្នុងបន្ទប់ទឹកព្រោះពេលខ្ញុំមួយទឹកហើយហ្នឹងគឺខ្ញុំចាប់ដាក់បិទភ្លើងហើយមិនយល់ហ៎បាទគេនៅក្នុងហ្នឹងស្រាប់ហើយគេនៅក្នុងហ្នឹងមួយយើងហ្មងប៉ុន្តែដោយសារអាចថាយើងបនដែរយើងចេះសូត្រធម៌ចេះអីចឹងណាខ្ញុំចេះធម៌ការពារច្រើនដែរចឹងខ្ញុំនៅតែនិយាយពាក្យដដែលខ្ញុំថាមានអីខ្លាំងជាងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយនឹងគុណម៉ែឪទេហើយខ្ញុំមកលេងខ្ញុំមកកំសាន្តទេខ្ញុំអត់មានមកបៀតបៀនអ្នកឯងទេអាចថាជានាងអីនៅនឹងចឹងណាខ្ញុំចេះថាចេះមើលគេមកឆ្លោះគ្នាមួយនឹងនិយាយគ្នាមិនមួយវៀតណាមមួយខ្មែរនេះខ្ញុំនិយាយចឹងហើយគាត់ដល់ស្អែកឡើងយើងឡើងមកខ្មែរមិនគាត់ប្រាប់ខ្ញុំថាខ្ញុំដឹងទៅប៉ុន្តែខ្ញុំមិនមាត់ព្រោះអីអ្នកដែលគេឃើញគេអត់ដែរនិយាយទេភ្លាមមកគឺគេមិននិយាយហ្មងបាទហ្នឹងទៅវៀតណាមបាទហើយខ្ញុំធ្លាប់ទៅផ្ទះទី2ទៀតបងបើខ្ញុំប្រហើបផ្ទះសនៈហ្នឹងគឺស្គាល់ហ្មង DD House គាត់ហៅគេមក DD House ហ្មងហៅពេញបងខ្ញុំទៅហ្នឹងមិត្តភក្តិខ្ញុំក៏ជួបច្រើនដែរនៅ DD House ហ្នឹងដាក់ខ្ញុំបន្ទប់ក្រោយគេហ្មងខ្ញុំចង់លឺពីបងវិញចាបន្ទប់ក្រោយគេជាប់ដើមពោធម្មតាយើងនិយាយទៅអាកាសអំណោយផលហ្មងចាគឺវាត្រូវឲ្យយើងឃើញចឹងហ្មងគឺវាត្រូវតែចឹងបន្ទប់ក្រោយគេហ្នឹងក្បែរដើមពោយប់ឡើងខ្ញុំបើកមកដើមពោចេញមកអញ្ចេះអូវាមេឃវាមេឃចូលចាមេឃវាចេញមកហើយយើងមើលឃើញផ្សារបតុងណាហ្មងមើលឃើញអាសាគេលក់កៅអៅហ្នឹងណាចឹងអត់តន់អីយើងដើរលេងសិនទៅប៊ីស៊ីទៅអីចឹងណាវាគ្មានស្អីអស្ចារ្យទេនៅហ្នឹងនិយាយមកញ៉ៃតែពេលហ្នឹងយើងទៅត្រូវទៅពេទ្យសាច់ញៀនត្រូវទៅពេទ្យចឹងណាហើយបានជួបពេទ្យទេណាបងនិយាយមែនតាមពិតទៅរបៀបវាហេតុតែត្រូវឲ្យយើងនាំជួបថាសយមកពីអញ្ចឹងណាអត់ជួបពេទ្យអត់បានមើលជំងឺទេដល់ពេលអញ្ចឹងទៅអត់តន់អីទេដើរលេងប្អូនចដូនមួយខ្ញុំហ្នឹងពេលហ្នឹងក្នុងអំឡុងឆ្នាំម៉ាដែរបង2019ខែ6ទៀតអញ្ចឹងទៅក៏គេដើរលេងហើយខ្ញុំមកវិញគេអញ្ចឹងគេនៅដើរលេងតទៀតពីរអ្នកអញ្ចឹងណាមួយកាយអ្នកបកផែយើងហ្នឹងព្រោះយើងត្រូវទៅពេទ្យទៅបងអញ្ចឹងគេដើរលេងទៅដល់ម៉ោង 2:10 យប់ជាក់ស្ដែងពួកគាត់អត់តន់មកទេ
ម៉ោង 2 យប់បានគាត់មកខ្ញុំគេគោះទ្វារហៅខ្ញុំថាបងបើកទ្វារបងបើកទ្វារបើកឃើញគាត់ច្បាស់ណាម៉ោង 2 អ្នកហ្គាយដើរចូលបន្ទប់ខ្ញុំអ្នកងើបបើកទ្វារសប្តាហ៍ម៉ោង 2 មកម្ដងទៀតមែនតែនមនុស្សបាទមនុស្សមកមែនតែនហើយពេលគេអញ្ចឹងលឺសលេងដូចយើងកូនក្មេងលេងឃ្លីហ្មងធ្លាក់ភ្លឺទឹកចូលមួយទឹកលឺសលេងដល់ទៅហើយ ពីក្រោយជាងកោ ចានឹង DD House តែលេខ 2 ប៉ុន្តែលើត្រង់ចំណុចសាប៉ាដែលបងមានប្រសាសន៍មកធ្វើឲ្យខ្ញុំកាន់តែយល់ណារវាងភ្នែកដែលមើលឃើញនិងភ្នែកដែលមើលមិនឃើញតែលោកបែបសម្លេងមានបងប្អូនជាច្រើនដែលគាត់ទៅនៅឧទាហរណ៍ទស្សនៈអូតែលនៅតំបន់នេះតំបន់នោះប្រទេសនេះប្រទេសនោះពេលខ្លះឮសូរចាក់ទឹកប្រគុណ ចា លោកក៏ នឹងផងចា ប៉ុន្តែដល់ពេលអ្នកយើងរត់ទៅមើលវាទឹកប្រគុណអត់បានកាច់ទេតែសម្រាប់អ្នកមើលឃើញគឺម្នាក់នឹងកំពុងតែប្រើប្រគុណនឹងមែនតើ ចា អញ្ចឹងបានន័យថាចេះបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាបានឮសំឡេងទឹកហូរទឹកអីហ្នឹងណាមិនមែនជាការលោមបន្លាចឲ្យឮត្រឹមសំឡេងធៀបពិតគេកំពុងតែប្រើទឹកហ្នឹងមែន ចាតែនេះមិនមែនទឹកការឈូកណាហ្មងគេបើកអាទឹកហ្នឹងគេឆោមុខទឹកហ្នឹងហ្មងហើយគេបើកហូរគេមានចេតនាឲ្យយើងដឹង យល់ តែយើងវាអត់ខ្លាចធ្វើម៉េចអត់ទេខ្ញុំទៅសាប៉ានគឺខ្ញុំអត់ខ្លាចហ្មងអត់ដូច DD ហោគឺខ្ញុំគ្រាន់តែញៀនខ្ញុំចូលប៉ុបខ្ញុំថាអូអញនឹងលេងខ្ញុំនិយាយចឹងហ្មងដឹងលេងហ៎យប់លេងអញហើយមែនលេងមែនខ្ញុំអូខ្ញុំស្ដាយមែនតែហ្មងតែត្រង់ថាបើកទ្វារម៉ោង 2 10ឃើញមនុស្សចូលហើយម៉ោង 2 មកម្ដងទៀតខ្ញុំអត់មកទេតមកពេញមកខ្មែរមកខ្ញុំនិយាយបាទខ្ញុំសុខចិត្តស្ងាត់ដូចគេចុកចឹងអត់មកស្បែមើលភ្នែកអ្នកមើលឃើញនិងភ្នែកអ្នកមើលមិនឃើញពិតជាខុសគ្នាកុំឲ្យខាត់ពេលវេលាយូរយើងចូលដល់សាច់រឿងចុងក្រោយចារបស់បងរឿងហ្នឹងពីសាច់ញាតិខ្ញុំដែរអញ្ចឹងខ្ញុំអត់បាននិយាយពីគាត់ស្លាប់ទេណាហ្មងនិយាយពី7ថ្ងៃហើយហ្មងណាចន្លោះពី7ថ្ងៃហើយហ្នឹងណាផ្ទះដែលខ្ញុំរស់នៅហ្នឹងគឺជាន់ទី3រាល់យប់ម៉ោង 2:10 យប់គឺតែងតែឮសំឡេងធ្លាក់ប្រអប់អីមួយពីលើនឹងមកប៉ករាល់យប់ចឹងអត់តន់អីទៀតរំលងបានយូរបន្តិចរហូតដល់ប៉ុន100ថ្ងៃហើយបាន3ថ្ងៃនឹងជាក់ស្ដែងហ្មងព្រោះអ្នកតែខ្ញុំភិកច្រើនគឺគេងជុំគ្នាចឹងណាមានអ្នកតែស្លាប់អីចឹងខ្លាចក្មេងៗខ្លាចបាទចាអញ្ចឹងគេងជុំគ្នាហើយខ្ញុំជាមនុស្សគេងយប់ខ្លាំងហ្មងតែថ្ងៃហ្នឹងខ្ញុំចាំម៉ោងច្បាស់គឺអត់ដល់ម៉ោង 2:10 យប់ទេម៉ោង 11:40 ខ្ញុំគ្រាន់តែមើលម៉ោងពុកខ្ញុំគេងធម្មតាមួយសង្ងំមួយដាក់ទៅភ្លឹងហ្មងតែខុសរាល់ដងខ្ញុំដាក់ទៅភ្លឹងត្រឹមម៉ោង 11:40 ហ្នឹងតែភ្នែកខ្ញុំនៅបើកជ្រឹមទេស្រាប់តែខ្ញុំឃើញគាត់សាច់ញាតិខ្ញុំហ្នឹងមក4នាក់គាត់ឯកសណ្ឋានធម្មតាតែ3នាក់ទៀតមិនមែនធម្មតាស្លៀកក្បិនក្រហមមៀតធំចងក្បិនចងខ្សែក្រហមដៃខាងឆ្វេងហើយនឹងចងក្បាលក្រហម3នាក់របៀបបរិវារបាទចាអញ្ចឹងមកដល់មុនគាត់ចុះមកដល់ទៀតខ្ញុំធំក្លិនស្អុយខ្លាំងមែនតើហ្មងស្អុយដូចតែពេលដែលយើងនឹងកល់សពគាត់នៅក្នុងផ្ទះក្លិនហ្នឹងអញ្ចឹងណាខ្ញុំអត់ចាក់អារម្មណ៍ទេអញ្ចឹងខ្ញុំបើកភ្នែកជ្រឹមខ្ញុំអញ្ចឹងគាត់ឈរចង់ជងខ្ញុំឡើងមកយូរបានគាត់និយាយថាគាត់មានរឿងចង់និយាយប្រាប់មួយចង់ប្រាប់ទៅអ្នកផ្ទះម្នាក់ទៀតណាហើយទៅគាត់ចង់ចូលខ្ញុំគាត់សុំចូលបានអត់ថាអត់ទេឲ្យចូលទេហើយពេលហ្នឹងសូត្រអស់ហើយមិនដឹងធေါ်អីគេយ៉ាងកេញហងស្អីហងទេវាហនស្អីអ្នកមកតសាក់ផងគ្រប់សពបែបយ៉ាងសូត្រហើយក៏នៅអត់បាត់ទៀតគាត់នៅព្យាយាមចូលខ្ញុំការៈហ្នឹងមិនទៅបងថប់ទៅហើមថប់ខ្លាំងមែនតើមកដូចចង់ដាច់ខ្យល់ហ្នឹងដូចរបៀបថាដូចគេកលុំភួយយើងហើយសកត់យើងមកតំហឹងហ្មងមិនមែនខ្មោចសកត់ទេណាខុសគ្នាមិនខ្មោចសកត់ទេសកត់មកតំហឹងខ្ញុំពិបាកមែនតើថាអូខ្ញុំក្នុងពេលហ្នឹងគឺខ្ញុំថាខ្ញុំដាច់ខ្យល់ហើយខ្ញុំទ្រាំអត់បានទេខ្ញុំព្យាយាមសូត្រផងអីផងខ្ញុំរើបារះផងរើអត់រួចទេតែតែធៀបពិតអ្នកដែលនៅខាងក្រៅឃើញខ្ញុំរើមែន
ប៉ុន្តែគាត់អត់ចាប់អារម្មណ៍ហើយយើងដេកមកមើល បាទ ជាក់ស្ដែងខ្ញុំជាមនុស្សដេកមកមើល វិច័យដល់ដែរ ចាអូខ្ញុំដេកមកមើលសាហាវងើបអង្គុយច្អល់មុខអីក៏មានដែរ ខ្ញុំចង់ដើរលេងមួយបង តែពេលអញ្ចឹងទៅខ្ញុំថាខ្ញុំអត់ទេខ្ញុំអត់ឲ្យចូលទេខ្ញុំបកាច់ញ៉ាំងហ្មងបកាច់ទៅបកាច់មកគាត់ថាអត់ទេគាត់ចង់ចូលដាច់ខាតគាត់ត្រូវតែប្រាប់រឿងមួយខ្ញុំថាអត់ទេខ្ញុំសុំបងខ្ញុំអត់មានកម្លាំងឲ្យចូលទេខ្ញុំនិយាយអញ្ចឹងណាខ្ញុំក៏យកដៃច្រានគាត់ទប់អាដៃស្ដាំខ្ញុំហ្នឹងទប់ទៅទប់ឡើងមកយូរទៅមមតែគាត់អូខេមិនអូខេសុំទៅអញ្ចឹងក៏បានដែរគាត់អត់ចូលទេប៉ុន្តែគាត់ចង់ផ្ដាំប្រាប់បន្តិចឲ្យប្រាប់គាត់ផងថាគាត់នឹកខ្លាំងណាស់តែប៉ុណ្្នឹងហើយក៏អត់ទាន់បាត់រូបគាត់ដែរខ្ញុំក៏ងើបមកអង្គុយងើបមើលបាត់អស់លេងឃើញតែចុងជើងមិនតិចបាត់អស់លេងហ្មងខ្ញុំងើបអង្គុយមកផ្លែតណាខ្ញុំគេងទៅវិញតែស្អែកឡើងដៃខាងស្ដាំខ្ញុំកម្រើកអត់បានទេឈឺរហូតដល់កទៅថតមើលអត់មានអីទាំងអស់ហើយខ្ញុំប្រាប់គេក៏គេអត់ជឿខ្ញុំដែរដល់ឥឡូវហ្នឹងក៏ខ្ញុំលាក់រឿងហ្នឹងរហូតទៅខ្ញុំខ្ជិលនិយាយហ្មងហើយរឿងហ្នឹងថ្មីប្រហែលជា3ឆ្នាំ4ឆ្នាំទេ បាទ ហ្នឹងរឿងទី5 ហ្នឹងស្អីហ្នឹងប៉ុណ្ណឹងទេ ចាតែបន្តិចហ្នឹងទេគ្រាន់តែថាវាស្រស់ត្រង់ថាខ្ញុំឃើញ3នាក់ទៀតហ៎ 3នាក់ទៀតបងអាចប្រហើបបានទេ ជាយកមកបានមិនដឹងអីមិនដឹងខ្ញុំអត់ចេះហៅដែរណាបងឬគាត់មកគាត់ឈរឡើងក៏អាំងនៅចុងជើងខ្ញុំហ្នឹងហ្មង បងឃើញទាំងស្រុងឬក៏ជាសម្ោ ឃើញទាំងអស់ហ្មង មុខមាត់បែបណាបងអាចនិយាយភិនភាពបាន មុខមម បែបខ្មែរបុរាណឬមិន ខ្មែរបុរាណមមាត់ធំសបល់ស្ដេចបាយ សម្បប់ឲ្យគាត់នេះ អូខ្មែរបែបខ្មែរអង្គរ ចាហើយនៅលើក្បាលគាត់ពួកគាត់ទាំង3នាក់ហ្នឹងចង កណាត់ក្រហម ដៃខាងឆ្វេងកណាត់ក្រហមហើយឈរពីក្រោយកពត់ដៃទៅក្រោយដូចអង្គរៈដូចអ្នកការពារគាត់ចឹងណា បាទអាហ្នឹងបើយើងនិយាយអំពីអ្នកទោសវិញដែលយើងចំណាំមើលឃើញអ្នកទោសដើរមកតែតែមានប៉ូលីសឬក៏អ្នកយាមគុក3អ្នក4អ្នកអញ្ចឹងនៅឈរពាត់ជំវិញក្នុងលំនាំហ្នឹងត្រូវទេបង ចាក្នុងលំនាំហ្នឹងបែបអញ្ចឹង សាច់ដុំធំអញ្ចឹង ចាសាច់ដុំអញ្ចឹងហើយបើនៅផ្ទះខ្ញុំបច្ចុប្បន្នវិញហ្នឹងតែខ្ញុំនៅហ្មងណាកាលហ្នឹងដូចជាមរេងគង្វាបងជឿដល់មកសកត់ហើយខ្ញុំភ្លេចដាក់ដល់ឥឡូវខ្ញុំភ្លេចទិញប្រហែលចូលចិត្ត6ខែខ្ញុំថាខ្ញុំនឹងទិញមរេងគង្វាដាក់ខ្ញុំនឹងទិញខ្ញុំភ្លេចរហូតភ្លេចដល់ឥឡូវបងមិនមួយមកចង់ជើងផងលើទ្រូងផងលើក្បាលផងមកសកត់ហ្មងសកត់ខ្ញុំហើយស្អាតហ្នឹងទុយប៉ុណ្នេះហេហៅម៉ាក់ពេញមាត់ហ្មងហើយខ្ញុំនេះអត់ទិញដាក់ឲ្យគេទេនៅតែអត់ទិញអញ្ចឹងដល់ឥឡូវហ្នឹងខ្ញុំយល់ ដល់ឥឡូវហ្នឹង ខ្ញុំយល់ ខ្ញុំថាចាំទិញភ្លេចរហូតដល់ឥឡូវហ្នឹងនៅតែភ្លេចគេទេ បាទចម្លែកត្រង់បងខ្ញុំបកទៅរឿងសាច់ញាតិរបស់បង ចា គាត់ចង់ចូលបងដើម្បីមានរឿងសំខាន់មួយចង់ប្រាប់ទៅបុគ្គលម្នាក់ទៀតដែលនៅ ចា ទៀមទាចូលបកាយគ្នាអស់មួយយប់ បកាយគ្នាខ្លាំងពេលហ្នឹងសូត្រនិយាយទៅយូរដែរខ្ញុំងើបមើលម៉ោងចង់កន្លះម៉ោងដល់ម៉ោង2:10កន្លះខ្ញុំងើបអង្គុយហ្នឹងខ្ញុំងើបអង្គុយមើលម៉ោងតែអារម្មណ៍នៅផិតភ័យអារបៀបថាខ្ញុំភ័យចាដកដង្ហើមទៅមកដល់គ្នាមួយតែយើងទៅនិយាយព្រឹកឡើងយើងទៅនិយាយប្រាប់អ្នកផ្ទះគេអត់ជឿ ប៉ុន្តែចម្លែកចេះបកាយគ្នាអស់កន្លះម៉ោង1ម៉ោងថាខ្ញុំវាយឲ្យស្អុយថា1ម៉ោងចុះតែបងលើកដៃត្រឹមពាក្យមួយម៉ាត់ដែលឲ្យបងផ្ញើសារថាខ្ញុំនឹកណាស់តែប៉ុណ្្នឹងឯង ចាគាត់ថាបើអត់ឲ្យគាត់ចូលទេអញ្ចឹងជួយប្រាប់ផ្ដាំផ្ញើបន្តិចទៅថាគាត់នឹកណា តែប៉ុណ្្នឹងទេ ចាតែប៉ុណ្្នឹងឲ្យគាត់អញ្ចឹង ថ្ងៃចឹងចង់ចូលទៅ ចា ឃើញខ្ញុំ គាត់ បាច់ ទៅវិញអាចថាចេះបងបើសិនជាខ្ញុំឲ្យគាត់ចូលមានរឿងច្រើនត្រូវនិយាយគាត់ត្រូវនិយាយមួយគ្នាអញ្ចឹងណាតែទៅពេលកាត់អាចថាដល់ម៉ោងគេអញ្ចឹងណា បាទ គេមានពេលមានវេលាគេដែរអញ្ចឹងហើយខ្ញុំធ្លាប់ដឹងថាចេះឧទាហរណ៍ថាអ្នកដែលស្លាប់ទៅណាកូនចៅគេធ្វើបន់ដល់គេធូធាដែរអញ្ចឹងណាពេលស្លាប់ទៅក៏គេមានបរិវារដែរ បាទយល់ ចាគេឡើងទៅថ្នាក់ទេវតាគេមានប្រពន្ធមានអីទៀតមាន បាទខ្ញុំយល់ មាន បាទ របៀបថាដល់ម៉ោងកំណត់គេដែលត្រូវទៅអញ្ចឹងណា បាទ ចា ព្រោះពេលដែលស្លាប់ហ្នឹងគឺគាត់ឆ្លុះគ្នាអត់ត្រូវគ្នាឯងម្នាក់នៅឆ្វេងម្នាក់នៅស្ដាំ អូ ចា វាអូយល់ហើយអញ្ចឹងមានន័យថា
ការគាត់នៅរស់គាត់ស្រឡាញ់តែគាត់ឆ្លោះ ញប់ណា អញ្ចឹងបានតែស្លាប់ទៅដល់ពេលវេលាដែលគាត់ត្រូវឧទាហរណ៍ថាយោងជាតិកំណើតជាទេវតាឬក៏យោងជាតិកំណើតថ្មីឬក៏ទៅកាន់ទីកន្លែងមួយទៀតវាបាត់ពាក្យមួយម៉ាត់ហ្នឹង ចា អារបៀបថាអានេះខ្ញុំឧទាហរណ៍ណាថាបើសិនជាបងជាមួយខ្ញុំដៃគូគ្នាចោះអារបៀបថាបើសិនជាទៅបាត់ហើយរបៀបថាទោះយើងឆ្លោះគ្នាអូនបងសុំទោស ចា បងសុំទោស ចា បងស្រឡាញ់ខ្លួនឯងខ្លាំងមែនតើតែបងសុំទោសតែចឹងក្នុងលំនាំមួយហ្នឹង ចារបៀបអញ្ចឹងណាបងអារបៀបអញ្ចឹង អូចឹង បែប បាត់ អញ្ចឹងបើខ្ញុំគិតណានឹងខ្ញុំគិតទេណា របៀបថាចង់ចូលខ្លួនរបស់បងដើម្បីស្រាយគំនួចបុគ្គលម្នាក់ ប្ ទៀត រាប់ចាឲ្យទៅគាត់ចង់ទៅនិយាយជាមួយអស់ចិត្តអញ្ចឹងណា យល់ តែពេលនៅរស់យើងឆ្លោះគ្នារហូតអីចឹងពេលស្លាប់ទៅអត់បាននិយាយពាក្យល្អមួយគ្នាអីចឹងណា យ៉ាងមិនដែរបងប្អូនទាំងអស់គ្នាមេរៀនមួយនេះជាមេរៀនដែលល្អបំផុតល្អបំផុត មួយម៉ាត់ហ្នឹងតបបងប្រហើបមិនតិចហ្នឹងទៅខ្ញុំថាហ្នឹងហើយដែលខ្ញុំឃើញកំហុសជាច្រើនរបស់ប្រជាជនរបស់មនុស្សដែលនៅរស់ស្អប់ប៉ុន្តែខ្លាចអន់ ចា ខ្លាចអន់ខ្លាំងមែនទេ មែនបង មិនចង់និយាយជាមួយឯងមុនទេអញនិយាយមួយឯងមុនអញខ្សោយឧទាហរណ៍ក្នុងនាមជាឪពុកជាមួយនឹងកូនទៀតវាទៅរូបភាពអញរឿងអីអញត្រូវនិយាយមួយឯងមុនដល់ក្នុងរូបភាពកូនប៉ាឯងអត់ដឹងខ្លួនខុសទេប៉ាឯងខ្ញុំនេះឧទាហរណ៍អញ្ចឹងប្តីប្រពន្ធក៏អញ្ចឹងដែរលាក់គំនួចមិត្តភ័ក្តិលាក់នឹងលាក់មានរឿងរ៉ាវជាច្រើនដែលនៅពេលដែលស្លាប់ហើយនៅតែមិនបានពោលពាក្យហ្នឹង មានច្រើនណាស់ដូចខ្ញុំមុនសាច់រឿងខ្ញុំទី1អញ្ចឹងអត់ដែរនិយាយអូនបងទេនិយាយបានតែម្ដងគាត់ទៅបាត់ ហ្នឹងណាបងប្អូនពាក្យថាស្ដាយក្រោយស្ដាយនៅរឿងរ៉ាវដែលបានកើតខាងក្រោយហើយមិនមែនស្ដាយខាងមុខទេអញ្ចឹងសង្កត់ថាបងប្អូនទាំងអស់គ្នាយល់ពាក្យថាស្ដាយក្រោយឲ្យស៊ីជម្រៅកុំបង្កើតពាក្យថាស្ដាយក្រោយច្រើនខ្លាំងពេកបាទអ្វីដែលអាចធ្វើបានធ្វើទៅព្រោះយើងអត់ដឹងថាពេលណាដែលយើងទៅទេបាទបាទព្រោះជីវិតរបស់យើងនិយាយសួរស្ដាប់ទៅដូចជាគៀងអាលុតពេលណាក៏យើងអត់ដឹងបាទគួរនិយាយចឹង យើងលើកលែងបានយើងលើកលែងទៅយើងស្ងាត់បានក៏ស្ងាត់ចឹងណាសម្រាប់ខ្ញុំដូចខ្ញុំចាក់ស្ដែងរងថ្ងៃចឹងរឿងណាដែលខ្ញុំស្ងាត់បានគឺខ្ញុំអត់និយាយច្រើនសាំតប៉ែសួរនាំដេញដោឲ្យឆ្លោះគ្នាទេ បាទ គឺខ្ញុំសុខចិត្តជ្រើសរើសផ្លូវស្ងាត់ បាទ តិច នេះគឺជាវាគ្មិនសម្រាប់អេពីសូតទី9យ៉ាងមិនដែរបងប្អូនទាំងអស់គ្នាសាច់រឿងរបស់គាត់គឺឆ្ងាញ់ហើយអរគុណមែនតើបងដែលទុកកិត្តិយសឲ្យកម្មវិធីជាអ្វីដែលបានចូលរួមហើយបន្ថែមពីលើនេះទៀតបើនិយាយសង្ខេបទៅហេតុអីបានគាត់ចេះធွာច្រើនដូចបងប្អូនបានចាប់មួយចំនួនហើយទី1គឺខាងលោកតារបស់គាត់លោកយាយរបស់គាត់បង្រៀនពីធွာតាំងពីក្មេងតាំងពីគាត់នៅចេះអានចេះសរសេរមកគឺបរៀនតមកបន្ថែមពីលើនេះទៀតគាត់ជាអ្នកកាន់សិលដែរណ៎បង ចាកាន់ បាទគាត់ជាអ្នកកាន់សិលគាត់ជាអ្នកដើរធွာបើអត់ដឹងពាក្យថាដើរធွာបែបណាទេសូមបងប្អូនសួរចាស់ទៅមិនគេហៅថាការដើរធွာអញ្ចឹងបងប្អូននឹងយល់ហើយអញ្ចឹងអត់មានអីចម្លែកដែលបងឃើញ មានពាក្យពេចន៍ចុងក្រោយ5ផ្ញើទៅប្រិយមិត្តទេ ខ្ញុំចង់5ផ្ញើថាមានពេលវេលាល្អមួយគ្នាធ្វើល្អមួយគ្នាទៅកុំឲ្យស្ដាយក្រោយហើយទី1ទៀតគុណមេដាបៃតាការធ្វើបន់ធ្វើទានហុចផលឲ្យយើងមែនណាមិនអត់ហុចផលទេកាលណាដែលយើងធ្វើល្អច្រើនបន់នឹងទានចេញពីចិត្តជ្រះថ្លាបនកសលនឹងអត់មានបុគ្គលម្នាក់នឹងអ្នកធ្វើឲ្យយើងទេតែបុគ្គលផ្សេងនឹងតបស្នងឲ្យយើងវិញនៅថ្ងៃណាមួយបាទត្រង់ចំណុចនេះមានប្រិយមិត្តមួយបានខមមិននៅក្នុងវីដេអូណាមួយនោះកាលពីអតីតកាលបាទចេះបងខ្ញុំធ្វើបន់ឲ្យឧទ្ទិសអស់មកកំភ្លុងឯនេះដូចអត់ទាន់ឃើញបន់ហុចផលសោះបងមានការឆ្លើយតបទេ ខ្ញុំមានព្រោះអីខ្ញុំជួបជីវិតជាក់ស្ដែងហ្មងគឺខ្ញុំអត់ដែលសំប្រកបទេហើយពេលខ្លះក៏អត់មានដែរមានការលើកទឹកចិត្តការសរសើរអីដែរប៉ុន្តែខ្ញុំហ៊ាននិយាយចឹងហ្មងខ្ញុំជួបគ្រូសាខ្ញុំក្រោយនេះគឺគាត់ល្អដូចអ្វីដែលខ្ញុំបានធ្វើទៅអ្នកកន្លងហ្នឹងអញ្ចឹងខ្ញុំបានធ្វើទៅឲ្យអ្នកដែលមុនហ្នឹងគឺចេញពីចិត្តហ្មងខ្ញុំអត់ទើខ្ញុំសុំខ្ញុំបន់ខ្ញុំសងចុងក្រោយខ្ញុំបានជួបមែនដូចអ្វីដែលខ្ញុំសងអញ្ចឹងខ្ញុំជឿថាបន់ទាំងឡាយដែលយើងបានធ្វើបន្តធ្វើតទៀតទៅអ្នកហ្នឹងអត់ស្នងយើងទេតែអាចយើងជួបអ្នកផ្សេងនៅថ្ងៃណាមួយដែលល្អជាងនឹងទៀតបាទបច្ចុប្បន្នខ្ញុំជួបខ្លួនឯងផ្ទាល់ហើយកុំចោលធ្វើទៅបននឹងទៀនអត់ខុសទេ
បាទ តែត្រូវឲ្យចេញពីចិត្តណាថាបើយើងលះគឺយើងលះហ្មងថាយើងតិចគឺតិចបើថាយើងឈប់គុំគឺឈប់គុំហ្មង កុំឲ្យនិយាយឲ្យបាននិយាយ ចានិយាយទៅគុំថាអញនៅតែស្អប់អញនៅតែខឹងបើថាចិត្តស្អប់គឺស្អប់មិនបាច់និយាយបើថាឈប់គឺឈប់ហ្មងដូចខ្ញុំក៏តែខ្ញុំឈប់គឺឈប់ហ្មងខ្ញុំមិនរំលឹកហ្មង បាទ ហើយរាល់ថ្ងៃក៏ខ្ញុំនៅតែធ្វើដែរមិនថាសត្វមិនថាមនុស្សមិនថាអមនុស្សអីបើខ្ញុំបានធ្វើបុណ្យពីណាមកគឺខ្ញុំមកទិសហើយខ្ញុំតែងតែទិសអញ្ចឹងហើយកុំគិតថាវាអត់មានផលតបស្នងស្អីក៏ដោយថ្ងៃណាមួយគ្រាន់តែយូរបន្តិចតែបាបលឿន បាទ ជឿខ្ញុំបាបលឿនណាស់តែបើប៉ុនណាយូរមែនតែថ្ងៃណាមួយនឹងសងឲ្យយើងសមបំណង